ប្រញាប់អីបងស្រីឯងមិនបានឲ្យអញហូបគ្រប់គ្រាន់ទេនាងគិតថានាងជានរណានាងមិនសមនឹងការប៉ះពាល់របស់ខ្ញុំទេបើអញ្ចឹងបងស្រីនោះពិតជាគួរឲ្យអាណិតណាស់ប្អូនស្រីសំណប់របស់ខ្ញុំឯងមិនគិតថាខ្ញុំនឹងដូចឯងទេឬបរោះពីក្នុងធុងសម្រាមមែនទេគីយេចេងតើគាត់រកខ្ញុំឃើញដោយរបៀបណាគីយេចេងស្ងប់ចិត្តសិនជេងលេខ2ឆ្នាំពេញមិនអាចស្ងប់ចិត្តបានតតែសោះចាំបន្តិចឯងអាចចាំបាន2ឆ្នាំហើយដែលមិនបានជួបឯងខ្ញុំនឹកឯងខ្ញុំចង់នៅក្នុងវិជ្ជានុក្រមរបស់ខ្ញុំជាងលេខពាក្យថាត្រូវគេរុញច្រានមិនដែលមានទេហ៊ានណាស់ព្រោះតែមនុស្សនៅក្បែរឯងមិនពេញចិត្តឬឯងនឹកខ្ញុំឥឡូវមើលទៅច្បាស់ណាស់ថាឯងនឹកខ្ញុំជាងមកទីនេះខ្ញុំចង់ឲ្យឯងមកដោយខ្លួនឯងអ្នកពិតជាចាក់ចេញបន្ទាប់ពីគេងមែនទេគោយីចេងខ្ញុំរៀបការហើយខ្ញុំគូយីចេងមានស្រីម្នាក់ហើយអ្នកណាហ៊ានរៀបការជាមួយនាងគោយីចេងអ្នកមិនមែនព្យាយាមជាប់នឹងខ្ញុំទេមែនទេលេងលេះគ្មានផ្លូវស្រីអាក្រក់អ្នកមិនចង់លេងទេមែនទេអញ្ចឹងធ្វើជាស្ត្រីមេម៉ាយវិញគោយីចេងកំណែតធម្មពលដែលប្រមូលផ្ដុំពី2ឆ្នាំគាត់យកមកប្រើលើខ្ញុំទាំងអស់ឯងយល់ទេកូនទី9នៃគ្រួសារគូត្រឡប់មកវិញហើយខ្ញុំហៅថាពិធីជប់លៀងគ្រួសារវាងក៏បានផ្ញើការអញ្ជើញដែរប៉ុន្តែខ្ញុំឆ្ងល់ថាតើគាត់នឹងអញ្ជើញចូលរួមឬអត់គ្រួសារគូមានឋានៈអ្វីតើគេនឹងបន្ទាបខ្លួនគាំទ្រព្រឹត្តិការណ៍គ្រួសារវាងដោយរបៀបណាលោកគ្រូគូណាយមកដល់ហើយមើលគឺលោកគ្រូគូណាយអញ្ចឹងនឹងហើយលោកគ្រូណាយសង្ហាណាស់លោកគ្រូណាយស្វាគមន៍ស្ត្រីដែលលោកគ្រូលូនាំមកគឺអ្នកណាខ្ញុំនឹងទៅទីនោះជម្រាបសួរយល់ព្រមគូស្នេហ៍បើខ្ញុំជាអ្នកខ្ញុំនឹងខ្មាស់គេណាស់មិនហ៊ានបង្ហាញមុខស្រីស្នំដែលលបួងបងថ្លៃហ៊ានអួតអាងតើខ្ញុំត្រូវខ្មាស់អីអញ្ចឹងអ្នកជាប្រពន្ធគាត់មានបញ្ហាអីជាងលីសៀគាត់មិនទាំងប៉ះអ្នកផងលោកគ្រូណាយកញ្ញាជាងហាក់មានបញ្ហាតើយើងគួរទៅជួយនាងទេមិនបាច់កញ្ញាជាងមានសមត្ថភាពណាស់ឥឡូវគិតទៅឃើញថាខ្ញុំអាចស្រួលខ្លាចជាអ្នកស្រីលូរបស់អ្នកខ្ញុំគួរតែអរគុណអ្នកសម្រាប់រឿងនោះអូត្រូវក្នុងសម័យបុរាណគេហៅថាអីអូស្រីបម្រើដែលចែកក្រែជាមួយម្ចាស់ជាងលីសៀតអ្នកហ៊ានណាស់ជាងយូខាននេះជាពិធីជប់លៀងរបស់គ្រួសារវាងនៅរាជធានីបើអ្នកចង់អាម៉ាស់ខ្លួនឯងកុំទាញខ្ញុំចូលផងជាងលីសៀតើអ្នកកំពុងរិះគន់ខាន់ទៀតហើយឬខ្ញុំនឹងនៅចំពោះមុខគ្រប់គ្នាសម្លាញ់ខ្ញុំសប្បាយចិត្តណាស់ដែលអ្នកមកដល់កុំខ្លាចខ្ញុំនៅទីនេះនាងមិនហ៊ានប៉ះអ្នកទេសម្លាញ់លូចៅលីនខ្ញុំមិនខ្វល់ថាអ្នកដេកជាមួយអ្នកណាទេប៉ុន្តែក្នុងអំឡុងពេលរៀបការរបស់យើងយ៉ាងហោចណាស់អ្នកគួរតែរក្សាមុខគ្នាខ្លះថ្ងៃនេះអ្នកបាននាំស្រីស្នំរបស់អ្នកមកទីនេះនោះជាការទះមុខខ្ញុំជាសាធារណៈអ្នកចង់បានមុខមាត់ជាងលីសៀកុំភ្លេចឡើយខ្ញុំគ្រាន់តែយល់ព្រមឲ្យអ្នកនៅឋានៈជាអ្នកស្រីលូកុំរំពឹងអ្វីផ្សេងទៀតបងប្រហែលជាអ្នកគួរតែចាក់ចេញបន្តិចវានឹងល្អសម្រាប់គ្រប់គ្នាលូចៅលីនខ្ញុំកំពុងព្យាយាមនិយាយជាមួយអ្នកដោយសុភាពអ្នកមិនយល់ភាសាធម្មតាទេមែនទេខ្ញុំឲ្យមុខអ្នកតែអ្នកមិនចង់បានដូច្នេះខ្ញុំនឹងជួយអ្នកឲ្យបាត់មុខទាំងស្រុងអ្នក
ម្ចាស់តូចលីនយូរអង្វែងហើយមិនបានជួប កញ្ញាជាងអេយ៉ាជាងលីសៀកំពុងចែកចង់ជាមួយបរិបផ្សេងនៅចំពោះមុខខ្ញុំដូចជាខ្ញុំស្លាប់ទៅហើយ ចៅលីនកុំខឹងបងតែងតែចូលចិត្តចែកចង់គេ នរណាទៅឆ្ងាយវាគឺជីយេ គូយីសឹងនៅទីនេះមានមនុស្សច្រើនណាស់លែងខ្ញុំ បើអ្នកចង់ធ្វើឲ្យប្តីរបស់អ្នកខឹងយ៉ាងហោចណាស់រកមនុស្សសមរម្យគាត់មិនស័ក្តិសមសម្រាប់អ្នកទេ គាត់មិនស័ក្តិសមជីយេស្កសមទេ ជំនួសគាត់ហេតុអ្វីមិនមែនខ្ញុំនឹងឲ្យអ្នកប្រាប់ខ្ញុំជាងលីសៀធ្វើអ្វី គ្មានអ្វីទេជីយេច្រឡំខ្ញុំជាអ្នកផ្សេងខ្ញុំបានប្រាប់អ្នកហើយខ្ញុំមិនមែនជីយេទេជាមនុស្សដែលអ្នកស្គាល់ អ្នកនិយាយត្រូវអ្នកពិតជាមិនមែនគាត់ទេជីយេអ្នកកំពុងរកអ្នកណាទេនាងមើលទៅដូចប្រពន្ធខ្ញុំណាស់ប្រពន្ធខ្ញុំលោកស្រីលូនិងស្ត្រីពី2ឆ្នាំមុនស្ត្រីដែលលេងខ្ញុំមានរូបស្រដៀងគ្នា កុំមានអំនួតពេកអ្នកណាកំពុងលេងអ្នកណាខ្ញុំឈប់ហើយខ្ញុំមិនចង់បានទៀតទេ ជាងលីសៀកុំរើខ្ញុំនឹងធ្វើវាស្ត្រីម្នាក់នេះខ្ញុំស្បត់អំនួតណាស់នាងហ៊ានលេងល្បែងជាមួយចៅហ្វាយជីវនាងមានក្លាហានណាស់ខ្ញុំបានអត់អណ្ដោនាងច្រើនពេកហើយចង់ឲ្យខ្ញុំជួយអ្នកទេចៅហ្វាយជីវតាមដាននាងហើយនាំនាងមកដេកក្បែរអ្នកឯងគិតថាឯងជាអ្នកណាដើម្បីមកជ្រៀតជ្រែកការងារខ្ញុំចៅហ្វាយជីវខ្ញុំមិនមានន័យដូច្នោះទេ ខ្ញុំឃ្លានខ្ញុំនឹងទៅរកអ្វីញ៉ាំ ជាងលីសៀអ្នកធ្វើវាដោយចិត្តណាមែនបាទខ្ញុំធ្វើវាដោយចិត្តណាអ្នកក៏ឃើញវាដែរពេលណាខ្ញុំចង់លូចៅលីនត្រូវតែមកដួលដល់ជើងខ្ញុំអ្នកគ្មានសេចក្តីខ្មាស់ទេ កានតើអ្នកមានរឿងអីនេះគឺជាហ្វាយជីវមិនមែនអ្នកណាអាចលេងជាមួយបានទេ ស្នេហ៍ខ្ញុំមិនចង់ធ្វើបែបនេះទេ សុំទោសចៅហ្វាយជីវឥឡូវនេះ ចៅវាយជីវខ្ញុំសុំទោស ហើយនេះគឺអ្នកស្រីលូ បាទលោកលូមិនណែនាំយើងគ្នាទេ ស្នេហ៍កុំនិយាយលេងកានគឺប្អូនស្រីអ្នក បងស្រីអ្នកគួរតែពន្យល់មិនល្អទេឲ្យអ្នករាល់គ្នាយកច្រឡំប្អូនប្រុស ស្នេហ៍ ចៅវាយជីវខ្ញុំសុំទោសប្អូនស្រីខ្ញុំភ្នែកមិនល្អតាំងពីក្មេងនាងច្រឡំច្រើនហើយគំនិតក៏មិនសូវល្អសូមកុំទាននន្ទានាងជាងលីសៀអ្នក ដោយសារអ្នកស្រីលូបានអង្វរសុំពីនាងខ្ញុំនឹងអត់ទោសយកវាចេញបាទ លូចៅលីនឯងកំពុងធ្វើអី បុកពួកគេទៅបាទលោកជីវជាងលីសៀឯងមានន័យយ៉ាងម៉េចហេតុអីឯងមិនបានបញ្ជាក់រឿងរវាងកាននិងខ្ញុំទំនាក់ទំនងរបស់យើង បញ្ជាក់អីថាឯងទាំងពីរបានភ្ជាប់គ្នាមុនពេលយើងរៀបការឬថាឯងមិនអាចរងចាំបានដើម្បីធ្វើវានៅខាងក្រៅសាលពិធីទើបតែពេលនេះ ជាងលីសៀឯងភ្លេចហើយឬថាម្ដាយឯងបានអង្វរខ្ញុំឲ្យរៀបការជាមួយឯងគិតថាខ្ញុំចង់រៀបការជាមួយឯង ឈប់រថយន្ត ម្ដាយឯងបានអង្វរខ្ញុំសូម្បីតែចិត្តលុតជង្គង់នៅទីសាធារណៈខ្ញុំគ្រាន់តែយល់ព្រមរៀបការជាមួយឯងព្រោះខ្ញុំអាណិតនាង
នៅស្ងៀម ជាងលីស៊ីឯងឈួតហើយឬខ្ញុំកំពុងបើកបរលោកជីវរថយន្តកញ្ញាជាងកំពុងមានបញ្ហាអញឯងជាមនុស្សស្រីឈួតជួយ ឈប់វាយ ឈីងយ៉ាងគាត់ជារបស់ឯងហើយកុំសម្លាប់គាត់បាទលោកជីវ ខ្ញុំមិនអីទេ គ្មានអ្វីទេមកដល់ពេលល្អយប់នេះមិនទាន់បានបញ្ចេញគ្រប់គ្រាន់ទេតោះបន្តអ្នករងរបួសហើយដូច្នេះសូមប្រយ័ត្នខ្លួនផង ឯងនាំលោចាវលីនទៅណាឬ ឯងខ្វល់ពីគាត់ឬ ហេតុអ្វីខ្ញុំត្រូវខ្វល់ប៉ុន្តែគាត់នៅតែជាសមាជិកនៃគ្រួសារលោល្អជាងកុំឲ្យមានបញ្ហា គ្រូសាឡូគ្មានអីទេតើខ្ញុំខ្វល់ពីគេ បាទតើលោកគូទី9ជាអ្នកណាទៅនៅក្នុងរាជធានីទាំងមូលតើអ្នកណាស័ក្តិសមនឹងការយកចិត្តទុកដាក់របស់ឯង មិនមែនទាំងស្រុងទេគាត់ត្រូវបានបញ្ជូនត្រឡប់ទៅគ្រួសារឡូវិញគាត់រងរបួសត្រង់ណាបាក់ដៃស្ដាំលោកគូទី9របួសរបស់នាងចាងត្រូវបានថែរក្សារួចហើយសូមមកផ្លូវនេះផឹកខ្ញុំក៏ចង់បានដែរមិនអាក្រក់ទេ ខ្ញុំទៅវិញហើយ គ្រូសាឡូវល់ឥឡូវនេះគេគ្មានពេលសម្រាប់ឯងទេ លោចាវលីនមានបញ្ហាអី គាត់ធ្វេសប្រហែសពេលបើកបរបុកដើមឈើបាក់ដៃលែងលះគាត់ទៅ នោះជារឿងរបស់ខ្ញុំ ឯងចូលចិត្តអ្នកចាញ់នេះ គាត់ប្រហែលជាអ្នកអាក្រក់ប៉ុន្តែយ៉ាងហោចណាស់គាត់ជាអ្នកដែរនៅលើសម្បត្តិអាពាហ៍ពិពាហ៍របស់ខ្ញុំលោកគូទី9ប្រយ័ត្នមាត់ផង ចាំងលីសាឯងកំពុងការពារគាត់ ទោះបីខ្ញុំការពារក៏ដោយក៏មិនមែនជារឿងរបស់លោកដែរលោកគូទី9 ដូច្នេះប្រាប់ខ្ញុំមក កូយីចឹងយើងបាននិយាយថាយើងនឹងមិនជួបគ្នាទៀតទេ បន្ទាប់ពីអ្នកធ្វើរួចអ្នកគ្រាន់តែចង់រត់អ្នកត្រូវតែសួរខ្ញុំថាតើខ្ញុំយល់ព្រមទេ 2 ឆ្នាំមុនគ្រាន់តែជាឧបទ្ទហេតុមួយប៉ុណ្ណោះប៉ុន្តែឥឡូវខ្ញុំរៀបការហើយទំនាក់ទំនងរបស់យើងប្រសិនបើអ្នកក្រៅដឹងវាមិនមែនត្រឹមតែគ្រួសារលូនិងគ្រួសារជាងទេអ្នកក៏នឹងមានបញ្ហាដែរ ខ្ញុំមិនខ្វល់ទេ ខ្ញុំខ្វល់យ៉ាងណាក៏ដោយអំពីថ្ងៃនេះសូមអរគុណខ្ញុំនឹងទៅឥឡូវនេះ តើអ្នកយកខ្ញុំទៅជាអ្វី ខ្ញុំគិតថាតាំងពីដើមមកអ្នកគួរតែច្បាស់អំពីទំនាក់ទំនងរបស់យើង ច្បាស់អំពីអ្វីម្នាក់យកអ្វីដែលគេត្រូវការ ពិតប្រាកដអ្នកឈឺចាប់ខ្ញុំ នេះឈឺជាងលីសៀអ្នកពិតជាគ្មានសតិសម្ពញ្ញៈទេពេលអ្នកធ្វើឲ្យខ្ញុំឈឺចាប់ ខ្ញុំមិនដែលឃើញអ្នកខ្វល់ពីខ្ញុំទេកូយីចឹងអ្នកកុំនិយាយទៀត មនុស្សគ្មានចិត្ត យ៉ាងណាក៏ដោយខ្ញុំបាននិយាយយ៉ាងច្បាស់ហើយកុំមករកខ្ញុំទៀត នោះមិនមែនជាការសម្រេចចិត្តរបស់អ្នកទេឈីងយ៉ាងនាំនាងត្រឡប់ទៅវិញបាទ Master Chief ជាងលីស៊ីឯងទៅណាមក ចេញទៅ
ម៉ាក់សៀឯងនៅផ្ទះទេឯងមកផ្ទះបានទេម៉ាក់មានរឿងអីគាត់ធ្វើឲ្យឯងមានបញ្ហាទៀតហើយទេគ្រាន់តែត្រឡប់មកវិញ ជាងលីសៀតាឯងកំពុងបះបោឬ ម៉ាក់ក្រោកឡើងខ្ញុំដឹងថាខ្ញុំខុសម៉ាក់ខ្ញុំប្រាប់អ្នកឲ្យក្រោកឡើង តើខ្ញុំនិយាយថាអ្នកអាចក្រោកបាន តើអ្នកមានសិទ្ធិអ្វីឲ្យម៉ាក់ខ្ញុំលុតជង្គង់នៅទីនេះអ្នកហ៊ានសួរទេនាងកំពុងត្រូវទទួលទោសតាមច្បាប់គ្រួសារទាំងអស់ដោយសារតែអ្នកយប់មិញនៅពិធីជប់លៀងគ្រួសារវាងអ្នកទៅជាមួយចៅវាយលូ ហើយបានរងរបួសខ្ញុំបានឮពីសានថានៅពិធីជប់លៀងនាងកំពុងចែកចង់ជាមួយបរិសគ្រប់រូបប្រងើយកន្តើយនឹងកិត្តិយសគ្រួសារជាងទាំងស្រុងពិតជាលួចបង្ហាញខ្លួនមែនតើខ្ញុំគួរឲ្យខ្មាស់ដូចអ្នកដែរឬគ្រប់គ្នាដឹងថាគ្រួសារជាងមានប្រពន្ធនិងស្រីឆ្នំបំរើប្តីតែមួយអ្នកខ្លួនឯងក៏មិនខ្មាស់ដែរតើអ្វីឲ្យអ្នកមានសិទ្ធិងាកមកបន្ទោសខ្ញុំសៀឈប់និយាយឥឡូវនេះម៉ាក់អ្នកជាប្រពន្ធស្របច្បាប់របស់គាត់ជាងវ៉ាន់ឆេងប្រពន្ធស្របច្បាប់តាមច្បាប់ខ្ញុំមិនយល់ថាអ្នកពិតជាខ្លាចអ្វីទេគាត់ជាអ្នកធ្វើខុសចំពោះអ្នកអាចលែងលះគាត់យ៉ាងងាយហើយបន្ទាប់មកធ្វើឲ្យគ្រប់គ្នាដឹងបំផ្លាញកេរ្តិ៍ឈ្មោះគាត់ធ្វើឲ្យគាត់មិនអាចងើបមុខឡើងទៀតបានក ូនស្រីឥតគុណអ្នកហ៊ានញុះញង់ឪពុកម្ដាយឲ្យលែងលះហើយអ្នកចង់ឲ្យឪពុកចាស់របស់អ្នកត្រូវវិនាស បងស្រីឥឡូវនេះអ្នកមានអ្វីត្រូវនិយាយនេះជាកូនស្រីដ៏ល្អដែលអ្នកបានចិញ្ចឹមមើលពីរបៀបដែលមេអ្នកបានធ្វើឲ្យគាត់ខឹងតើខ្ញុំសុំឲ្យអ្នកនិយាយទេ ឡានស៊ីនសេនតើអ្នកមិនទៅគ្រប់គ្រងកូនស្រីដ៏មានតម្លៃរបស់អ្នកទេ សៀគាត់ជាឪពុករបស់អ្នកតើអ្នកអាចដាក់ដៃលើគាត់យ៉ាងម៉េចបើគេដឹងតើអ្នកនឹងរស់នៅដោយរបៀបណាគាត់មិនចាត់ទុកខ្ញុំជាកូនស្រីទេហេតុអ្វីខ្ញុំត្រូវទទួលស្គាល់គាត់អ្នកជាកូនស្រីរបស់គ្រួសារជាងបើកេរ្តិ៍ឈ្មោះឪពុកអ្នកត្រូវខូចតើវាល្អអ្វីដល់អ្នកដូច្នេះទោះបីជាខ្ញុំត្រូវគេវាយខ្ញុំត្រូវតែសម្រួលដូចអ្នកដែរសម្រួលពេញមួយជីវិតរបស់អ្នកនេះជាជោគវាសនារបស់ស្ត្រីយើងនោះជាជោគវាសនារបស់អ្នកមិនមែនរបស់ខ្ញុំទេសៀតើអ្នកអាចនិយាយយ៉ាងម៉េចពេលនេះអ្នករៀបការហើយអ្នកគួរតែយល់ពីម៉ាក់ខ្ញុំមិនអាចយល់បានទេពេលនោះពេលជាងវ៉ាន់ឆេងចង់សម្ព័ន្ធជាមួយគ្រូសាលូអ្នកមិនស្ទាក់ស្ទើរហើយឲ្យខ្ញុំរៀបការជាមួយលូចៅលីនអ្នកមិនខ្វល់ថាខ្ញុំចូលចិត្តគាត់ឬអត់ទេតែអ្នកមិនដែលថាមិនចង់ទេខ្ញុំរៀបការជាមួយលូចៅលីនមិនមែនសម្រាប់អ្នកឬគ្រូសាជាងទេប៉ុន្តែសម្រាប់ខ្លួនខ្ញុំលើពីនេះអ្នកដឹងតាំងពីដើមថាជាងយូឆាននៅជាមួយលូចៅលីនមែនទេតើខ្ញុំដឹងយ៉ាងម៉េចអ្នកបង្ខំខ្ញុំឲ្យរៀបការជាមួយលូចៅលីនគ្រាន់តែដើម្បីឈ្នះសេនយូពីងខ្ញុំគ្រាន់តែជាឧបករណ៍របស់អ្នកសៀតើអ្នកអាចគិតពីម៉ាក់យ៉ាងម៉េចម៉ាក់ខ្ញុំនឹងមិនចូលរឿងរបស់អ្នកទៀតទេចាប់ពីពេលនេះទៅកុំទូរស័ព្ទមកខ្ញុំយកនាងទៅព្រះវិហារដូនតាលោកជីវ៉ាន់នាងជាងហាក់ដូចជាមានបញ្ហាលោកម្ចាស់និងលោកស្រីបានបញ្ជានាងច្បងត្រូវលុតជង្គង់រហូតដល់ភ្លឺលើពីនេះលោកស្រីមានសារសម្រាប់នាងច្បងបើអ្នកយកព្រមលែងលះលោកលូនាងនឹងឲ្យអ្នកចេញភ្លាមនាងចង់ឲ្យខ្ញុំលែងលះដើម្បីទុកកន្លែងឲ្យកូនស្រីនាងខ្ញុំមិនលែងលះទេគ្រាន់តែចង់អាក់នាងលោកស្រីដឹងថានាងច្បងមានចិត្តរឹងប៉ឹងមានរឿងអីនៅទីនោះលោកម្ចាស់មានមនុស្សច្រើនអ្នកនៅខាងក្រៅគេថាគេកំពុងរកស្រីក្មេងនោះរកស៊ីអាស៊ីអាអ្នកជានរណាហ៊ានចូលផ្ទះអ្នកអតីខ្ញុំនឹងសួរតែម្ដងតើជាងលីស៊ីអាណេណាហៅប៉ូលីសឥឡូវនេះមិននិយាយទេអញ្ចឹងអ្នកមិនត្រូវការអណ្ដាតទេកាត់ចោលទាំងអស់បាទសាដូនតានាងនៅក្នុងសាដូនតាជួយផងឃាតកម្មក្មេងស្រីនេះបានសម្លាប់គេហើយអ្នកទាំងអស់គ្នាមកទីនេះ
បាទលោកពួកចោរប្លន់ហ៊ានមកបង្ករឿងនៅក្នុងសាលាបុកបរោះរបស់យើងខ្ញុំនឹងមិនទុកឯងរួចខ្លួនទេ ខ្ញុំមិនមែនជាអ្នកស្រីចាំងទេឯងច្រឡំមនុស្សហើយនាងគឺចាប់នាងដូច្នេះឯងនឹងស្រីឯងនឹងហើយជាអ្នកនៅពីក្រោយរឿងនេះលោកម្ចាស់មើលនាងត្រូវតែជាចាំងលីសៀជាមិត្តពីខាងក្រៅ ទុនកម្មគ្រួសារដូច្នេះឲ្យពួកគេទទួលទុនកម្មគ្រួសារដែរ សូមមេត្តាអធិស្ឋានយើងខ្ញុំ មិនសមរម្យនេះពិតជាមិនសមរម្យណាស់ ជួយផងសៀ បើឯងមិនអាចការពារនាងបានទេចូលគុំនៅក្បែរនាង ខ្ញុំសៀ ព្រោះឯងចូលចិត្តលុតជង្គង់ថ្វាយបុកបរោះហម្លេះឲ្យពួកគេលុតជង្គង់ទៅសំបីតែរាងកាយដែកក៏មិនអាចទ្រាំការឈឺចាប់រាល់ពីរបីថ្ងៃបានដែរនៅទីបំផុតអ្នកនឹងត្រូវការម៉ាស្សានិងថ្នាំលាប អរគុណ កុំរើឥឡូវនេះអ្នកឈឺទេហេតុអ្វីបានជាអ្នកមិនទូរស័ព្ទមកខ្ញុំ ខ្ញុំអាចដោះស្រាយកិច្ចការផ្ទាល់ខ្លួនរបស់ខ្ញុំបាន មែនហើយអ្នកស្ទើរតែស្លាប់ទៅហើយ សូមឲ្យខ្ញុំធ្វើវាដោយខ្លួនឯង មិនអីទេឯងពិតជារឹងមាំមែនអ្នកតែងតែស្រែកដាក់ខ្ញុំតែមួយ អរគុណ តើអ្នកនឹងអរគុណខ្ញុំដោយរបៀបណា ចាត់ទុកថាជាសង្គ្រោះមួយដែលខ្ញុំជំពាក់លោកជីវ ខ្ញុំមិនចូលចិត្តជំពាក់គេទេសងវិញឥឡូវនេះជាងលីសៀខ្ញុំត្រូវចេញពីមន្ទីរពេទ្យថ្ងៃស្អែកមកយកខ្ញុំទៅជាងលីសៀអ្នកឲ្យខ្ញុំទេជាងលីសៀតើអ្នកកំពុងធ្វើអ្វី ខ្ញុំ ប្រាប់គាត់ថាអ្នកស្ថិតនៅក្រោមខ្ញុំ តើជាងយូខាន់នៅទីនេះទេហេតុអ្វីបានជាខ្ញុំត្រូវទៅយកនាង មានរឿងអ្វីមួយកើតឡើងចំពោះគ្រួសារជាងយូខាន់បានទៅផ្ទះហើយជាងលីសៀតើអ្នកបានរៀបចំរឿងនេះទេដើម្បីយកនាងចេញពីខ្ញុំ លូចៅលីនអ្នកឈួតហើយឬ វាគ្មានប្រយោជន៍ទេខ្ញុំមិនចាប់អារម្មណ៍អ្នកទេទោះបីអ្នកឈរអាក្រាតនៅចំពោះមុខខ្ញុំក៏ដោយខ្ញុំក៏មិនប៉ះអ្នកដែរដូច្នេះឈប់សង្ឃឹមទៅគាត់ពិតជាមិនដឹងថាអ្វីដែលល្អសម្រាប់គាត់ទេចាំទៅយកខ្ញុំពីមន្ទីរពេទ្យថ្ងៃស្អែក ខ្ញុំនឹងទៅបុណ្យសពរបស់អ្នកគ្មានពេលទៅយកអ្នកទេ អ្នកលោកតាចង់ឲ្យយើងទៅផ្ទះចាស់ញ៉ាំបាយថ្ងៃស្អែក យល់ហើយ អ្នកបានយល់ព្រមជាមួយគាត់ លូចៅលីនអាចជាមនុស្សអាក្រក់ប៉ុន្តែលោកតាលូបានល្អជាមួយខ្ញុំអាចចេញពីផ្ទះជាងដោយរលូនដោយសារជំនួយពីលោកតាលូ កុំនិយាយជាមួយគាត់ថ្ងៃស្អែកហើយកុំប៉ះពាល់រាងកាយជាមួយគាត់ គាត់ជាប្តីរបស់ខ្ញុំតែក្នុងនាមប៉ុណ្ណោះយើងបានរៀបការដោយស្របច្បាប់តើយើងអាចមិនតាក់ទងគ្នាដូចម្ដេច ជាងលីសៀអ្នកពិតជាចេះធ្វើឲ្យខ្ញុំខឹងមែន ខ្ញុំនឹងមិនឲ្យគាត់ប៉ះខ្ញុំទេ អាស្រ័យលើរបៀបដែលអ្នកប្រព្រឹត្តជាងលីសៀតើអ្នកមានចិត្តខ្លះទេខ្ញុំរងរបួសតើអ្នកមិនអាចបង្ហាញការយកចិត្តទុកដាក់បន្តិចបានទេលោកគ្រូកូ ហេតុអ្វីគាត់នៅទីនេះ ជាខ្ញុំនៅទីនេះអង្គុយចុះ ជីតា លោកជីវតើអ្នកធ្វើអ្វីនៅទីនេះខ្ញុំបានអញ្ជើញយាយៗមកទីនេះ ជីតាអ្នកទាំងពីរស្គាល់គ្នារួចហើយ ពេលឆ្នាំមុនគ្រូសាលើបានប្រឈមមុខនឹងវិបត្តិដោយសារជំនួយពីយាយៗគុណនេះខ្ញុំតែងតែចងចាំលោកមានចិត្តល្អពេកជីតាដូច្នេះគ្រូសាហ្គានិងលោកមានទំនាក់ទំនងច្រើនពិតមែនលោកកញ្ញាយាងទី2មកដល់ហើយ ជួបជុំគ្នាយ៉ាងរស់រវើកសួស្ដីជីតា ខេននៅផ្ទះសុខសប្បាយទេ មិនអីទេមានមនុស្សខ្លះមិនអាចទ្រាំមើលគ្រួសារល្អបានគេត្រូវតែបង្ករឿង មនុស្សខ្លះតើអ្នកមានន័យថានរណា លោកជីវ តោះទៅបន្ទប់បាយទទួលទានអាហារ ជីតាសូមឲ្យខ្ញុំជួយ អឹម គីយេសេងហេតុអ្វីអ្នកនៅទីនេះ
ខ្ញុំមកទីនេះដើម្បីត្រួតពិនិត្យឲ្យអ្នក តើអ្នកកំពុងធ្វើអ្វីនេះជាផ្ទះគ្រួសារលោក លើកក្រោយសាក់លៀងស្បែកជើងកែងខ្ពស់មើល គូយីសេងឈប់ធ្វើជាមនុស្សលេងស្នេហ៍ទៅ ចឹងលេងស្នេហ៍ឲ្យខ្ញុំមើល CR ឯងមិនអីទេ តាខ្ញុំមិនអីទេ លោកចៅនៅក្នុងពិធីជប់លៀងចុងក្រោយខ្ញុំចង់និយាយជាមួយអ្នកអំពីគម្រោងថ្មីរបស់ក្រុមហ៊ុនលូគុំនិយាយគ្នានៅតោបាទលោកយីសេងលេងអុកជាមួយខ្ញុំមួយប្រកួតទេពិតជាលេង ជាងលីសៀខ្ញុំមិនទាន់គិតលុយជាមួយអញទេកុំគិតថាខ្ញុំមកភ្លេចឧបទ្ទវហេតុរថយន្តនោះយប់នោះគឺយ៉ាងម៉េចតើអញបានទៅជួបបរិះណាម្នាក់ដោយសម្ងាត់ឬ ហើយបរិះនោះដែលបង្កើតរឿងនៅទីសក្ការៈគ្រួសារជាងតើគាត់ជានរណាបងស្រីក្នុងនាមជាម្ចាស់កូនក្រមុំវ័យក្មេងរបស់គ្រួសារលូអ្នកបានធ្វើឲ្យលូចៅបាត់មុខតើសេចក្តីថ្លៃថ្នូររបស់គាត់នៅឯណាជាងលីសៀឯងខ្ញុំមិនចង់ខ្វល់នឹងអ្នកទេមិនមែនថាខ្ញុំខ្លាចអ្នកទេឯងជាឆ្កែខ្វក់ទៅឆ្ងាយពីខ្ញុំភ្លាម ជាងលីសៀកុំទៅប្រាប់ខ្ញុំតើបរិះនោះជានរណា ចៅលីននាងសាហាវពេកខ្ញុំខ្លាច សៀមកនេះ តា សៀជួយយកយីចឹងទៅជូនតាផង លោកគ្រូ9មកវិញនេះ លេហើយ គោយីចឹងឲ្យខ្ញុំទៅ អញ្ចឹងឲ្យខ្ញុំថាបមួយផង ឯងឈួតទេនេះជាផ្ទះរបស់គ្រួសារលូ ឯងគិតត្រឹមនេះទេ ឯង មិនថាបទេអញ្ចឹងខ្ញុំថាបឯងវិញ ឯង ខ្ញុំដឹងថាឯងគោរពលោកលូដូច្នេះសុខចិត្តខ្ញុំនឹងមិនធ្វើឲ្យឯងលំបាកនៅទីនេះទេគ្រាន់តែខ្ញុំពិតជាមិនអាចទប់ទល់ចង់ចូលទៅជិតឯងមិនមែនខ្ញុំនឹងស៊ីឯងទេ ចាងលីសៀម្ដាយឯងឈឺឯងមិនដឹងទៅមើលនាងទេកូនស្រីល្អណាស់គិតថែម្ដាយឯងទៅចាងលីសៀឯងមិនក៏ត្រជាក់ចិត្តម្លេះនោះជាម្ដាយឯងចាងយូខាន់កុំគិតថាខ្ញុំមិនដឹងអីឯងធ្វើស្ដាប់ខ្ញុំឲ្យច្បាស់ឯងនឹងសេនយូពីងបើឯងធ្វើបាបបំដាយខ្ញុំទៀតឯងនឹងមិនដែរបោះជើងចូលគ្រួសារលូទេតារាប់ណាខ្ញុំនៅរៀបការឯងនឹងម្ដាយឯងនឹងតែងតែជាមនុស្សអន់ថយ លោកម្ចាស់ណាយជាងយូខាន់បានទទួលបានការឃ្លាំមើលរបស់សន្តាគារហើយ ខ្ញុំបានឮពីអ្នកណាម្នាក់នៅថ្ងៃពិធីជប់លៀងពួកគេបានឃើញប្អូនស្រីរបស់ខ្ញុំនៅក្នុងបន្ទប់សន្តាគារជាន់លើដូច្នេះខ្ញុំគិតថាកុំបន្ទោសនាងខុសល្អប្រសើរទៅពិនិត្យជាមួយសន្តាគារខ្ញុំមិននឹកស្មាន ស្ត្រីនេះ ប្អូនស្រីរបស់ខ្ញុំពិតជាធ្វើខុសអ្នកទោះបីជាអ្នកលែងលះនាងក៏ដោយវាជាការត្រឹមត្រូវ ខាន់ចេញពីឡានមុនសិនខ្ញុំនឹងទៅគិតគូរជាមួយមនុស្សស្រីនោះនៅថ្ងៃពិធីជប់លៀងគ្រួសារវាងតើបរិះនោះជានរណាដែលអ្នកបានចំណាយពេលយប់ជាមួយនៅសន្តាគារ បុរសសង្ហាម្នាក់ដែលខ្ញុំជួល ជាងលីសៀអ្នកហ៊ានឲ្យខ្ញុំដាក់ស្នេហ៍ញើ លូចៅលីនអ្នកអាចបោកជាមួយជាងយូខាន់ហេតុអ្វីខ្ញុំមិនអាចលេងសប្បាយជាមួយបុរសសង្ហាបាន រវាងខាន់និងខ្ញុំវាជាស្នេហាពិត អូមិនមែនជារឿងចៃដន្យទេខ្ញុំក៏ទើបតែធ្លាក់ក្នុងអន្លង់ស្នេហ៍ដែរ ជាងលីសៀតើអ្នកគ្មានខ្មាស់ទេ ទេ
ឲ្យអ្នកទៅ ជាងលីសៀ ចិត្តយប់ហើយអ្នកគួរត្រឡប់ទៅវិញកុំឲ្យខាន់របស់អ្នកបារម្ភ ខ្ញុំដឹងថាអ្នកច្រណែនខាន់ដូច្នេះអ្នកកំពុងព្យាយាមធ្វើឲ្យខ្ញុំខឹងដោយចេតនា លូចៅលីនហេតុអ្វីអ្នកមិនមើលកញ្ចក់បើខ្ញុំធ្លាប់មានអារម្មណ៍នោះចំពោះអ្នកនោះអ្នកបំរើនឹងគ្មានការងារធ្វើ មើលទៅខ្ញុំប្រាប់អ្នកថាអ្នកច្រណែនខាន់ប៉ុន្តែខ្ញុំត្រូវប្រាប់អ្នកគ្មានផ្លូវក្នុងជីវិតនេះទេខ្ញុំនឹងមិនចូលចិត្តអ្នកឡើយ ចៅលីនពិតជាគ្មានឱកាសសម្រាប់ខ្ញុំទេអ្នកពិតជាមិនចូលចិត្តខ្ញុំតើអ្នកទាំងពីរកំពុងធ្វើអ្វី នាងលបួងខ្ញុំ ជាងលីសៀអ្នកស្រីថោកហ៊ានលបួងប្តីអ្នកអតីខ្ញុំនឹងលបួងអ្នកណាដែលខ្ញុំចង់អូទេហេតុអីគាត់មកទីនេះចាំមើលខ្ញុំព្រួយចិត្តរឿងអី អ្នកក៏ឃើញវាដែរនាងជាអ្នកលបួងខ្ញុំមិនដែលចាប់អារម្មណ៍នាងទេ មនុស្សស្រីលោកស្រីលូហេតុអីអ្នកធ្វើឲ្យខ្លួនឯងរញ៉េញ៉ៃម្ដងទៀតលោកម្ចាស់ជីវមកទីនេះដើម្បីអ្វី លោកម្ចាស់ជីវ គ្រាន់តែដើរកាត់ខ្ញុំចង់ទិញគំនូរមួយសម្រាប់លោកតាប្រហែលខ្ញុំមកខុសពេលមិនអីទេសម្លាញ់ហេតុអីអ្នកមិនទទួលភ្ញៀវលោកម្ចាស់ជីវឲ្យបានត្រឹមត្រូវរឿងបរោះនោះអ្នកមិនចង់ឲ្យតាខ្ញុំដឹងទេមែនទេ លោកម្ចាស់ជីវផ្លូវនេះសូម អ្នកមុន អ្នកនឹងស្ត្រីនោះវាជារឿងអី បន្ថយសំឡេងលោកម្ចាស់ជីវនៅទីនេះទើបតែវាជាដៃនេះដែលប៉ះគាត់ អញ្ចឹងអ្នកចង់បាក់ដៃខ្ញុំដែរ ធ្វើម៉េចខ្ញុំអាចអត់ធន់ប៉ុន្តែខ្ញុំអាចបាក់ឆ្អឹងជំនីគាត់ ហកូយីចេង តើវាធ្វើឲ្យអ្នកឈឺចិត្តទេ ខ្ញុំ មិនអីទេសម្រាប់គាត់ចោលដើម្បីកុំឲ្យអ្នកបារម្ភរហូតលោកជីវ វាគឺលូចៅលីន តើវាមិនប្រសើរជាងទេបើគាត់ឃើញ ទេលោកតាលូនឹងដឹង ជាងលីសៀតើអ្នកធ្លាប់គិតពីខ្ញុំទេ តើអ្នកមានរឿងអី អ្នកពិតជាគ្មានចិត្តមែនលោកជីវការត្រួតពិនិត្យរបស់លោកយ៉ាងម៉េចដែរបន្តមើលហើយខ្ញុំនឹងថាប់អ្នក បងស្រីនិងលោកជីវនៅឯណា ខ្ញុំនឹងហៅលោកជីវអ្នកកំពុងប៉ះកន្លែងណាគ្មានចម្លើយពួកគេប្រហែលជាចេញទៅហើយខ្ញុំនឹងទៅមើល សំឡាញ់តើអ្នកមិនចង់សាកនៅទីនេះទេ ទេជាងលីសៀនិងលោកជីវនៅទីនេះទេ នោះធ្វើឲ្យវារំភើបជាងនៅក្រោមជ្រមុះប្រពន្ធរបស់អ្នក ហេតុអីអ្នកមើលរបស់កខ្វក់បែបនេះត្រឡប់មកសួនច្បារអធិរាជជាមួយខ្ញុំយប់នេះ ទេ ល្អអញ្ចឹងនៅទីនេះជួយខ្ញុំបន្ថយកម្ដៅ អ្នកអាចទៅឥឡូវនេះបាន អ្នកឲ្យខ្ញុំទៅងាយបែបនេះ លោកគូចង់បានស្រីម្នាក់គាត់អាចមានស្រីណាក៏បានដែរ គាត់មិនត្រូវការខ្ញុំទេខ្ញុំមិនមែនលូចាវលីនទេ ប្រាកដណាស់អ្នកមិនមែនគាត់ទេអ្នកស្អាតជាងគាត់អ្នកមានលុយជាងគាត់ហើយពិតប្រាកដគួរឲ្យចាប់អារម្មណ៍ជាង អ្នកនិយាយត្រូវ ខ្ញុំទៅមុនហើយ អ
អ្នកស្រីជាងនាងកំពុងលេងសើចនឹងអ្នកអូសំបីតែការលេងសើចរបស់នាងក៏ហាក់ដូចជាមិនស្មោះលោកគូអ្នកស្រីជាងបានរៀបការហើយខ្ញុំដឹងហើយថាអ្នកនឹងនិយាយអ្វីកុំបារម្ភខ្ញុំតែងតែមានគោលការណ៍អ្នកចង់ឲ្យខ្ញុំក្លាយជាប្រុសដែលនាងឧបត្ថម្ភនាងនឹងត្រូវអង្វរខ្ញុំបានហើយលោកគូភ្លេចថាខ្ញុំនិយាយអីចុះមើលអីអ្នកណានឹងគិតថាលោកលូដោដំនឹងមកធ្វើកិច្ចការតូចតាចអ្នកដឹងអីសួនឯកជនរបស់លោកគូមិនមែនអ្នកណាក៏អាចចូលបានដែរពេលអ្នកជួបលោកគូក្រោយនេះអ្នកដឹងថាត្រូវនិយាយអីទេអ្នកចង់រកថវិកាដូច្នេះទៅប្រយុទ្ធដោយខ្លួនឯងតើវាតាក់ទងអ្វីនឹងខ្ញុំអូខេជាងលីងសាអ្នកមិនជួយទេហឺដូច្នេះខ្ញុំនឹងទូរស័ព្ទទៅម្ដាយរបស់អ្នកខ្ញុំនឹងឲ្យនាងមកអង្វរអ្នកដោយខ្លួននាងខ្ញុំអាចជួយអ្នកបានប៉ុន្តែខ្ញុំចង់លេងលេះអ្នកចង់លេងណាដោយសារប្រុសផ្សេងទេមែនទេមិនព្រមអូខេខ្ញុំនឹងមិនលក់គំនូនេះទេអូខេខ្ញុំយល់ព្រមអញ្ចឹងទើបបានអ្នកទាំងពីរសូមអញ្ជើញចូលតើយើងមិនធ្លាប់ជួបគ្នាពីមុនទេក៏ជាជំនួយការរបស់លោកណែនមិនគួរឲ្យភ្ញាក់ផ្អើលទេដែលយើងធ្លាប់ជួបពិតសូមរីករាយជាមួយអាហារអ្នកទាំងពីរអរគុណលោកណែនអង្គុយសម្លៀកបំពាក់គូគាត់ខ្លាចអ្នកដតីមិនដឹងពីយើងលោកណែនយើងបានយកគំនូមកសូមបងប្រាក់លោកណែនសម្លាញ់ដាក់តម្លៃមក10លានជេងលិចតើគំនូប្រភេទណាដែលមានតម្លៃប៉ុណ្ណឹងគ្មានបញ្ហាទោះយ៉ាងណាខ្ញុំត្រូវការអ្នកស្រីលោកចុះហត្ថលេខាលើសេចក្តីប្រកាសជាមួយខ្ញុំដើម្បីធានាថាគំនូនេះជាស្នាដៃដើមរបស់អ្នកត្រូវហើយសម្លាញ់ទៅចុះតើអ្នកមានអ្វីចង់និយាយនាំប្តីអ្នកមកជួបគូស្នេហ៍អ្នកអ្វីខ្លាចខ្ញុំស៊ីអ្នកឬទី1នេះមិនមែនជាការជួបសម្ងាត់ទេទី2គាត់ចង់បានអ្វីមួយពីអ្នកគាត់ចង់ឲ្យអ្នកវិនិយោគក្នុងអាជីវកម្មគ្រួសារហ្គេអ្នកមកនៅទីនេះដើម្បីអង្វរជំនួសគាត់ដូច្នេះប្រាប់ខ្ញុំមកតើខ្ញុំគួរយល់ព្រមទេលុយរបស់អ្នកខ្ញុំគ្មានសិទ្ធិនិយាយទេចាងលីសៀតើអ្នកចាត់ទុកខ្ញុំជាមនុស្សល្ងីល្ងើអ្នកពិតជាគិតថាខ្ញុំមើលមិនដឹងទេអ្នកចង់ជួយគាត់ខ្ញុំទៅតែនាំគាត់មកជួបអ្នកហើយថាតើត្រូវជួបគាត់ឬសហការគឺជាការសម្រេចចិត្តរបស់អ្នកលើពីនេះខ្ញុំមិនទាន់លែងលះគាត់ទេគាត់ជាប្តីរបស់ខ្ញុំវាជារឿងធម្មតាដែលខ្ញុំជួយគាត់តើអ្នកមិនចង់ជួយគាត់ទេបើអ្នកចង់សុំជំនួយអ្នកត្រូវតែបង្ហាញអាកប្បកិរិយាដូចនេះឬដូចនេះឬប្រហែលជាដូចនេះសម្រាប់លូចៅលីនអ្នកនឹងធ្វើអ្វីក៏បានគូយីជេងតើអ្នកមានបញ្ហាអីកុំប្រាប់ខ្ញុំថាអ្នកច្រណែនគាត់មិនសមទេគូយីជេងថាតើខ្ញុំនឹងលែងលះលូចៅលីនឬអត់អ្នកនឹងខ្ញុំអាចមានតែអ្វីដែលយើងជាឥឡូវនេះបើយើងយកវាជារឿងធ្ងន់ធ្ងរវាមិនសប្បាយទេគ្រូជីវកញ្ញាឆេនមកដល់ហើយដោយសារអ្នកមានភ្ញៀវខ្ញុំនឹងទៅឥឡូវនេះអ្នកណាថាអ្នកអាចចាក់ចេញបានយីជេងហើយអ្វីបានជាអ្នកនៅទីនេះយើងបានព្រមព្រៀងគ្នាទៅសាក់លៀងរោគអ្នកភ្លេចហើយមើលទៅគ្រូជីវរវល់ដូច្នេះខ្ញុំមិនរំខានអ្នកទេបើមានបញ្ហាអ្វីអំពីរូបគំនូសូមទំនាក់ទំនងមកខ្ញុំដោយសេរីខ្ញុំមិនចាំថាបានយល់ព្រមលើរឿងនោះទេជាងលីស៊ីឯងមានរឿងអីឯងថានឹងជួយខ្ញុំរកថវិកាហេតុអីឯងចាក់ចេញវាពិបាកណាស់ក្នុងការមានឱកាសជួបលោកជីវតែម្នាក់ឯងឈប់ឡានឯងមានបញ្ហាអីទៀតខ្ញុំថាឈប់ឡានអូខេឈប់ចេញទៅ
ជាងលីសៀខ្ញុំប្រមានឯងកុំបង្ខំអាយ៉ែខ្ញុំមិនទាន់ចូលឡានទេ ឯងមានគូដណ្ដឹងហើយឯងធ្វើឆោតដាក់ខ្ញុំហេតុអីខ្ញុំត្រូវក្រោធនឹងរឿងគាត់សៀម៉ាក់នេះម៉ាក់នឹកឯងយប់នេះញ៉ាំបាយជាមួយគ្នាអត់យល់ហើយសៀមកអង្គុយទីនេះឆាប់នេះគូស៊ីកូនស្រីរបស់អតីតថៅកែខ្ញុំម៉ាក់ខ្ញុំចាំម៉ាក់ធ្លាប់ធ្វើជាមេដោះសម្រាប់គ្រួសារអ្នកមាននោះហើយជារបៀបដែលគាត់បានជួបប៉ានោះមិនមែនគ្រួសារចេនទេសៀឯងគួរអរគុណគេជំនួសម៉ាក់ឯងបើមិនដូច្នេះទេតើគាត់រៀបការឡើងបានយ៉ាងដូចម្ដេចថ្ងៃនេះជាពិធីជប់លៀងរបស់ម៉ាក់ខ្ញុំឯងមកត្រឹមតែញ៉ាំទៀនដូច្នេះធ្វើឲ្យដូចគេ Says you've got to control her she has gotten more and more misbehaved Miss Chen, please don't mind. My sister is used to being spoiled. Mers Lu, right? We've met. When did you meet Tiexia? Today, at the Imperial Garden. Imperial Garden? Isn't that Merga's property? Yes, I was wondering too, how she got there, and ran into Mers Lu. Tiexia, how did you get there? I want to deliver a painting to a client. A client? What kind of client? I think, more like a sugar daddy, huh? Shut up. A joke about Mergil. Is that for you to make? I was just saying. Miss Chen, my mother meant no harm. It's really my sister. Her character is questionable. She's already married, yet she still likes to flirt around. My mother just couldn't stand it. How could you say that about your sister? Aunt Lan, you've been with our family for years, so you are certainly proper. But unexpectedly, you raised such a daughter. It's not like that. Ken, don't talk nonsense. What I said is the truth. What are you laughing at? You think we're wronging you? Whether we're wronging you, just ask the person involved. You called me proactively. Must be missing me? Giyezing, they said I was seducing you. You explain it to them yourself. អ្នកបានដាក់ទូរស័ព្ទបងស្រីអ្នកមិនបានយកនរណាម្នាក់មកធ្វើជាលោកគ្រូកែទេមែនទេលោកគ្រូកែជានរណាគាត់ជាកូនប្រុសរបស់គ្រូសាកែនៅរាជធានីតើនាងអាចស្គាល់គាត់ដោយរបៀបណាប៉ុន្តែហេតុអ្វីបានជាអ្នកនិយាយកុហកបែបនេះវាគ្រាន់តែជារឿងគួរឲ្យខ្មាស់ខ្ញុំគិតថាអ្នកស្រីលោពិតជាមានសមត្ថភាពអស្ចារ្យមែនប៉ុន្តែមានមនុស្សជាច្រើននៅជុំវិញយេសិងដែលមានចិត្តនាអាក្រក់ហើយគាត់មិនចង់ខ្វល់ទេតែធ្វើឲ្យមនុស្សខ្លះមានឱកាសប៉ុន្តែក្អែកមិនអាចខ្លាចជាខ្ងោកបានទេហើយមន់ព្រៃក៏មិនអាចខ្លាចជាខ្ងោកដែរឆេកសៃអ្នកយកខុសហើយជាមិនមានអ្វីពាក់ព័ន្ធនឹងលោកគ្រូគេទេនាងរៀបការរួចហើយនាងមានប្តីហើយខ្ញុំក៏ជឿអ្នកស្រីលោក្នុងនាមជាស្ត្រីរៀបការហើយនឹងមិនធ្វើអ្វីដូចជាការលួងលោមគូដណ្ដឹងអ្នកអតីតទេគូដណ្ដឹងខ្ញុំមិនពាក់ព័ន្ធជាមួយបុរសដែលមានគេទេឬមានទំនាក់ទំនងអ្វីឡើយចាប់ពីពេលនេះទៅកុំជួបគ្នាទៀតឡើយនៅពេលអនាគតបាយល្ងាចបែបនេះកុំអញ្ជើញខ្ញុំជាជេងលេខយេជេងអ្នកហេតុអ្វីបានជាអ្នកនៅទីនេះគាត់ជាអ្នកដែលចាក់សោពួកយើងនៅក្នុងសាបុកបុរសដែលឈរការពារជាងលេខគឺលោកគ្រូកាតើគាត់មានទំនាក់ទំនងអ្វីជាមួយជាងលេខយីយ៉េងកុំខឹងខ្ញុំមិនដឹងថាលោកស្រីលូទទួលបានលេខរបស់អ្នកនាងបានទូចចង់បញ្ជាក់ថានាងគ្មានទោសជាមួយអ្នកតើមានបញ្ហាអីដែលនាងមានលេខខ្ញុំនាងគិតថាខ្លួនឯងជាអ្នកណាគ្រាន់តែខ្ញុំចូលចិត្តនាងបញ្ហាវាអរគុណទាំងអស់ដល់លោកជីវខ្ញុំនៅទីនេះហេតុអ្វីបានជាលោកជីវហាក់ស្គាល់ច្បាស់ជាមួយជាងលេខយីយ៉េងអ្នកធ្វើបែបនេះនឹងបង្កឲ្យមានការយល់ច្រឡំអំពីទំនាក់ទំនងរបស់អ្នកជាមួយលោកស្រីលូទោះបីអ្នកមិនខ្វល់ចុះលោកស្រីលូវិញរបៀបដែលខ្ញុំចាត់ទុកអ្នកសង្គ្រោះរបស់ខ្ញុំតើខ្ញុំត្រូវការខ្វល់ពីមិត្តអ្នកដទៃទេអ្នកសង្គ្រោះតើខ្ញុំខ្លាចជាអ្នកសង្គ្រោះរបស់គាត់នៅពេលណាបើខ្ញុំឮពាក្យមួយទៀតអំពីពាក្យចាំអារាមអំពីខ្ញុំនឹងនាងខ្ញុំនឹងធ្វើឲ្យមនុស្សនោះបាត់ខ្លួនពីទឹកដីយើងជារៀងរហូតខ្ញុំត្រូវសួរអ្នកអ្វីមួយចេញមកសៀអីអ្នកចង់បានអី
ហើយអ្វីអ្នកមិនអនុញ្ញាតឲ្យយើងទៅអ្នកមិនមកបង្កបញ្ហាម្ដងទៀតទេមែនទេវាជាកំហុសរបស់ជាងលេខមើលមនុស្សបែបណាដែលនាងញុះញង់មកអ្នកសង្គ្រោះមីងឡានកូនស្រីរបស់អ្នកពិតជាអីម្នាក់មែនប៉ុន្តែយីយ៉េងស្អប់ខ្ពើមបំផុតពេលអ្នកអតីប្រើឈ្មោះរបស់គាត់ដើម្បីបោកប្រាស់អញ្ចឹងបើនាងជាអ្នកសង្គ្រោះរបស់គាត់ស៊ីអ្នកទៅតែនិយាយថាលោកគូជាគូដណ្ដឹងរបស់អ្នកសូមអង្វរសុំសម្រាប់សៀបានទេមីងឡានអ្នកគូតែបង្រៀនកូនស្រីរបស់អ្នកឲ្យមានសីលធម៌ជាងនេះបាទខ្ញុំរៀនកូនស្រីមិនបានល្អស៊ីខ្ញុំអស់ល្បិចហើយសូមជួយខ្ញុំផងអញ្ចឹងខ្ញុំធ្វើនេះតែប៉ុណ្ណោះដោយគោរពមីងឡានអរគុណចេញទៅខ្ញុំថាចេញទៅអ្នកស្រីចឹងអ្នកគ្មានសិទ្ធិបញ្ជាខ្ញុំទេខ្ញុំជាគូដណ្ដឹងរបស់លោកគូចាំអ្នកខ្លាយជាម្ចាស់ស្រីមុននឹងបញ្ជាអ្នកតើខ្ញុំខ្លាយជាអ្នកសង្គ្រោះអ្នកតាំងពីពេលណា2 ឆ្នាំមុនអ្នកបានសង្គ្រោះជីវិតខ្ញុំនៅលើគ្រែឈប់កុំនិយាយទៀតសួរចប់ហើយវិញខ្ញុំហេតុអ្វីបានជាអ្នករងខ្ញុំបានប្រាប់អ្នកហើយខ្ញុំមិនញ៉ៃញ៉ៃជាមួយបរិះដែលមានគេហើយទេតើអ្នកនិយាយអំពីមានគេអ្វីតើអ្នកជាអ្នកមើលខ្ញុំចេញស៊ីគូដណ្ដឹងរបស់អ្នកនាងនិយាយអញ្ចឹងកាត់ផ្ដាច់ទាំងអស់ការជួញដូរជាមួយគ្រួសារចេញត្រឹមត្រូវប្រាប់ពួកគេថាជាបញ្ជីខ្ញុំជាងលីសៀតើអ្នកមិនមានមុខពីបន្តិចទេចេញស៊ីទៅតែនិយាយបង្កាច់អ្នកបន្តិចហើយអ្នកទ្រាំមិនបានអ្នកដើរលេងជាមួយមនុស្សទន់ខ្សោយនោះរាល់ថ្ងៃជាគូនិយាយយល់ព្រមខ្ញុំគ្រាន់តែជាមនុស្សមុខពីរហើយអត្តនោម័តអ្នកបានឃើញរួចហើយនៅពណ៌ពិតរបស់ខ្ញុំដូច្នេះហេតុអីក៏ត្រឡប់មករកខ្ញុំវិញខ្ញុំបានបញ្ជាក់ច្បាស់ហើយយើងចប់ហើយលីជារៀងរហូតលេងមិនបែកគ្នាទេខ្ញុំនិយាយអញ្ចឹងបើអ្នកនិយាយថាបែកគ្នាម្ដងទៀតខ្ញុំនឹងលាតត្រដាងទំនាក់ទំនងរបស់យើងឥឡូវនេះអ្នកគ្រាន់តែប្រើខ្ញុំហើយបែកខ្នងដាក់ខ្ញុំនឹងឲ្យគ្រប់គ្នាឃើញពណ៌ពិតរបស់អ្នកបំបែកបេះដូងគោយីជេងអ្នកតើអ្នកក៏មិនខ្លាចបាត់មុខដែរហាសូមឲ្យខ្ញុំប្រាប់អ្នកខ្ញុំខ្លាចបាត់មុខតិចបំផុតជាងលីសៀតាំងពីដើមមកមនុស្សតែម្នាក់គត់ដែលខ្ញុំខ្វល់គឺអ្នកខ្ញុំបានប្រាប់អ្នកធ្វើធ្ងន់ធ្ងរមិនសប្បាយទេជាមួយអ្នកវាគ្រាន់តែលេងសប្បាយប៉ុណ្ណោះល្អខ្ញុំនឹងលេងតាមដរាបណាអ្នកសន្យាថាមិនបែកគ្នាខ្ញុំនឹងលេងល្បែងណាក៏ដោយដែលអ្នកចង់គោយីជេងអ្នកមិនចាំបាច់ខ្ញុំបាននិយាយមិនបែកគ្នាទេអ្នកទេវាឈឺណាស់កុំបែកគ្នាបានទេយល់ព្រមអីយើងមិនបែកទេអ្នកនិយាយហើយឲ្យខ្ញុំចូលខ្ញុំត្រូវការជួបយីជេងចេញទៅលោកជីវមិនទទួលភ្ញៀវទេយីជេងចេញមកតើគ្រូសាចេនធ្វើអីខុសហេតុអីអ្នកវាយើងបែបនេះកញ្ញាចេនសូមត្រឡប់ទៅវិញគោយីជេងគ្រូសាចេនមិនងាយគេចាប់ធ្វើអីទេបើអ្នកដេញតាមគ្រូសាចេនអ្នកក៏នឹងមិនរួចខ្លួនដែរជូយេបើគ្រូសាចេញយកវាទៅថ្វាយលោកតាអាចមានបញ្ហានាងមិនទាន់ឲ្យខ្ញុំចេញពីបន្ទប់ងឹតទេតើនាងចង់មានន័យយ៉ាងណាកញ្ញាជាងអាចចង់ឈប់សម្រាកពិតប្រាកដកុហកលោកម្ចាស់លូពេលណាលោកលែងលះប្រពន្ធលោកមិនចូលចិត្តនាងទេអញ្ចឹងហេតុអីមិនឲ្យខ្ញុំយកនាងអីឯងចង់រៀបការជាមួយនាងភ្លេចគិតពីរៀបការជាមួយនាងទៅម៉ាក់ខ្ញុំមិនអនុញ្ញាតស្រីលែងលះចូលផ្ទះទេតែលេងសប្បាយបានលោកម្ចាស់លូអញ្ចឹងខ្ញុំចូលជួដែរស្រីក្តៅចិត្តបែបនេះឯងក៏ចង់ដែរខ្ញុំគិតថាឯងអស់សង្ឃឹមណាស់លោកម្ចាស់លូលោកមិនស្ទាក់ស្ទើរទេមែនទេលោកមានជាងយូសានរួចហើយត្រូវឯងទៅនៅជាមួយសង្សារយ៉ាងសប្បាយអស់មួយជីវិតជាងលីសៀស្រីឆ្មាតូចនោះទុកឲ្យបងប្អូនយើងវិញអ្នកណាគប់ជូយេឯងនិយាយអីគ្រាន់តែជែកបាទសង្សារតូចរបស់ឯងមិនប្រាប់ឯងទេប្រាប់អីជាងលីសៀ
ជាអ្នកជួយសង្គ្រោះជីវិតខ្ញុំជូយេនេះមានរឿងអីជូយេយើងក៏មិនដឹងដែរជូយេយើងនិយាយច្រើនពេកសូមទោសទណ្ឌហើយអត់ទោសឲ្យយើងមុននេះបន្តិចអ្នកណាថាគ្រាន់តែចង់លេងឯងត្រូវចូលជួច្បាប់ដដែលកុំសម្លាប់បាទសម្លាញ់ខ្ញុំនៅបារតើអ្នកអាចមកយកខ្ញុំបានទេទៅចោលតាសៀមានរឿងមួយដែលខ្ញុំចង់សួរអ្នកលោកគ្រូជីវខ្ញុំខុសហើយសូមអត់ទោសខ្ញុំម្ដងនេះសម្លាញ់នៅស្ងៀមមានរឿងអីនេះជាអ្នកណាតើអ្នកទើបតែនិយាយទេលោកគ្រូជីវថាជាងលីស៊ីជាអ្នកជួយជីវិតរបស់អ្នកហើយអ្វីឥឡូវអ្នកមិនស្គាល់នាងលោកគ្រូជីវអ្នកពិតជាអ្នកថ្លៃថ្នូរដែលភ្លេចគុណយេជាប់នៅក្នុងបន្ទប់ងងឹតនោះយូរមកហើយពិតណាស់ការចងចាំខ្ញុំខ្សោយខ្ញុំភ្លេចដើម្បីឲ្យគាត់ចេញពីបន្ទប់ងងឹតនោះប៉ុន្តែដោយសារតែរឿងតូចតាចនោះគាត់វាយលូចៅលីនអូខេអ្នកហ៊ានរងលោកគ្រូជីវជាងលីស៊ីអ្នកបំផ្លាញខ្ញុំហើយបើអ្នកចង់ស្លាប់កុំទាញខ្ញុំឲ្យស្លាប់ជាមួយនៅស្ងៀមអ្នកកំពុងរករឿងលូចៅលីនព្រោះខ្ញុំបានភ្លុកអ្នកទេព្រោះខ្ញុំបានភ្លុកអ្នកបំណុលរបស់ប្រពន្ធប្តីត្រូវសងវាជារឿងធម្មតា Master Nin កុំចោទប្រកាន់ខុសមនុស្សជាងលីសៀបង្កបញ្ហានេះដោយខ្លួនឯងវាគ្មានអ្វីពាក់ព័ន្ធនឹងខ្ញុំឬគ្រួសារលូទេបើអ្នកមិនពេញចិត្តសុំទៅនិយាយជាមួយនាងកុំទាញអ្នកគ្មានទោសចូលរឿងនេះអ្នកជាមនុស្សកំសាកណាស់អ្នកលែងធ្វើពុតទៀតហើយឬអ្នកអាចរកបរិបផ្សេងអ្នកដែលអាចដោះស្រាយបំណុលណាមួយដែលអ្នកជំពាក់ប៉ុន្តែខ្ញុំមិនអាចដោះស្រាយបានទេពិតអ្នកមានធម៌ពលនៅពេលយប់ដោះស្រាយមិនបានមែនទេគោយីជេងនឹងគ្រប់គ្រាន់ហើយមកផ្ទះជាមួយខ្ញុំមិនបាច់រំខានកញ្ញាជាងទេខ្ញុំនឹងនាំលោកអ្នកលូត្រឡប់ផ្ទះអត់ទេកុំរំខានប្រពន្ធខ្ញុំនឹងនាំខ្ញុំទៅផ្ទះមិនមែនជារឿងរំខានទេខ្ញុំកំពុងធ្វើគុណអ្នកដោយនាំប្តីអ្នកទៅផ្ទះអ្នកគួរតែអរគុណខ្ញុំដោយសារគ្មានអ្វីផ្សេងទៀតខ្ញុំនឹងទៅឥឡូវនេះចាក់ចេញហើយឬអ្នកនឹងគេចខ្ញុំលឿនជាងសេះស្លាប់អ្នកព្រួយបារម្ភខ្លាំងអំពីមនុស្សកំសាកនោះលូចៅលីនបានទូរស័ព្ទទៅជីតាដើម្បីសុំជំនួយតើខ្ញុំអាចប្រងើយកន្តើយបានទេតើអ្នកកំពុងពន្យល់ខ្ញុំទេអត់ទេកុំភ្លុកកុំលុបលេខខ្ញុំកុំធ្វើពុតមិនស្គាល់ខ្ញុំយល់ទេថាតើខ្ញុំភ្លុកអ្នកឬលុបលេខអ្នកគឺជាជំរើសរបស់ខ្ញុំបើដូច្នេះថាតើខ្ញុំបង្ហាញទំនាក់ទំនងរបស់យើងក៏ជាជំរើសរបស់ខ្ញុំដែរខ្ញុំគិតថាថ្ងៃនេះជាថ្ងៃសមរម្យដើម្បីជ្រមុជអ្នកក្នុងទ្រង់ជ្រូកគោយីជេងកុំហ៊ានឈួតដាក់ខ្ញុំឥឡូវនេះតើអ្នកយកខ្ញុំឥឡូវនេះទេបាទអីខ្លាំងជាងនេះខ្ញុំមិននឿអ្នកទេខ្ញុំថាខ្ញុំយល់នោះជាកូនស្រីល្អរបស់ខ្ញុំសៀខ្ញុំដឹងហើយគាត់កំពុងមានទំនាក់ទំនងស្នេហាជាមួយស្ត្រីម្នាក់នេះខ្ញុំនឹងទៅផ្ទះចាស់របស់គ្រួសារគូខ្ញុំនឹងទៅសួរគ្រួសារគូអំពីការពិតយីសេងបានកាត់ផ្តាច់ទំនាក់ទំនងអាជីវកម្មទាំងអស់ជាមួយគ្រួសារឆេនទាំងអស់សម្រាប់ស្ត្រីម្នាក់មីងអើយអូនត្រូវតែគាំទ្រខ្ញុំស្ត្រីរៀបការហើយនាងហ៊ានលបួងកូនប្រុសខ្ញុំមីងអើយអូនប្រហែលជាមិនដឹងទេជាងលីស៊ីនេះមានកេរ្តិ៍ឈ្មោះអាក្រក់នៅក្នុងរាជធានីនាងធ្លាប់មានទំនាក់ទំនងច្រើនមុនរៀបការហើយក្បត់ប្តីក្រោយរៀបការម្ដាយរបស់នាងធ្លាប់ជាអ្នកបម្រើសម្រាប់គ្រួសារឆេនរបស់យើងនាងមើលទៅស្មោះត្រង់ប៉ុន្តែមានឧបាយក៏ច្រើនបើមិនដូច្នេះទេនាងនឹងមិនប្រើគ្រួសារយើងដើម្បីឡើងទៅគ្រួសារជាងទេគ្រួសារជាងគ្រួសារដែលបងស្រី2នាក់ចែករំលែកប្តីតែម្នាក់ត្រឹមត្រូវយីសេងឆោតណាស់ធ្វើមិនដេចគាត់ទៅជាប់ពាក់ព័ន្ធនឹងអ្នកមកពីគ្រួសារប្រភេទនោះស៊ីក
ុំបារម្ភមីងនឹងដោះស្រាយវាឲ្យអូនប៉ុន្តែយីសេងគាត់វាមិនមែនជារឿងរបស់គាត់ទេមិនថាគាត់ប្រព្រឹត្តចំពោះអូនយ៉ាងណាទេគ្រួសារគូរបស់យើងទទួលយកតែអូនជាកូនប្រសារស្រីប៉ុណ្ណោះប៉ុន្មានថ្ងៃទៀតគឺជាពិធីជប់លៀងខួបកំណើតរបស់លោកតាបន្ទាប់មកខ្ញុំនឹងប្រកាសជាសាធារណៈការភ្ជាប់ពាក្យរបស់អូនអរគុណមីងសៀហេតុអ្វីបានជាអូនមិនចេញពីឡានខ្ញុំមិនដឹងតតែសោះអូនជាអ្នកជួយជីវិតរបស់លោកគ្រូកូជីវអូកូនឲ្យពិតជាហេតុអ្វីមិនប្រាប់ពីមុនលើកមុនយើងមិនមានការយល់ច្រឡំនោះទេថ្ងៃនេះពេលអូនឃើញលោកគ្រូជីវត្រូវប្រកាសថាពន្យល់គាត់ឲ្យច្បាស់យើងបង្ខំអូនឲ្យលុតជង្គង់ក្នុងសាលបុកបុរសទាំងអស់ដើម្បីប្រយោជន៍អូនផ្ទាល់កុំរំខានខ្ញុំគ្មានទំនាក់ទំនងជាមួយគូយីសេងទេហើយក៏គ្មានជាមួយគ្រួសារគូដែរយើងគ្មានទំនាក់ទំនងអ្វីទាំងអស់ស៊ីគ្រាន់តែបន្ទាបខ្លួនប៉ុណ្ណោះបើអូនគ្មានទំនាក់ទំនងទេគ្រូសាគូនឹងមិនបានផ្ញើការអញ្ជើញពិសេសមកយើងទេតោះចូលទៅវាដោយសារឥទ្ធិពលរបស់អូនហេនេះជាអាកប្បកិរិយាបែបណាតោះយើងចូលទៅដែរវាមិនល្អទេដែលមកយឺតអ្នកណាបញ្ជូនអ្នកមកទីនេះត្រឡប់ទៅវិញទៅហេតុអ្វីខ្ញុំមកមិនបានតើអ្នកដឹងកន្លែងរបស់អ្នកទេតើអ្នកមិនដឹងទេអ៊ំអត់យុទ្ធធរទេម៉ាក់ខ្ញុំក៏ដូចអ៊ំដែររៀបការជាមួយឪពុកបើអ៊ំមកបានហេតុអ្វីម៉ាក់ខ្ញុំមកមិនបានត្រឡប់ទៅវិញទៅកុំធ្វើឲ្យយើងខ្មាស់គេនៅទីនេះឥឡូវខ្ញុំធ្វើឲ្យអ្នកខ្មាស់គេតើអ្នកនៅឯណាកាលពីប៉ុន្មានឆ្នាំមុនកាលពីប៉ុន្មានឆ្នាំមុនតើអ្នកបានធ្វើអ្វីតើអ្នកមិនដឹងទេបងស្រីមានន័យដូចម្ដេចល្មមហើយអ្នកកំពុងធ្វើឲ្យគេក្រឡេកមើលណាស់ពិធីជប់លៀងគ្រួសារគឺរាត្រីនេះស្ដាប់នេះខ្ញុំមកជាមួយកូនស្រីរបស់ខ្ញុំអ្វីកានតើអាចទៅរួចយ៉ាងដូចម្ដេចលោកលូបានឲ្យវាមកខ្ញុំកុំគិតថាមានតែបងស្រីរបស់អ្នកទេដែលអាចទទួលបានការអញ្ជើញខ្ញុំក៏អាចដែរនេះហើយជាគ្រួសារជាងដែលមានប្រពន្ធមួយនិងស្រីម្នាក់អ្នករាល់គ្នាក្នុងរាជធានីដឹងលោកជាងទទួលបានសុខក្នុងលោកទាំងពីរក្លាហានណាស់លោកគូចាស់ឲ្យតម្លៃគេគិតយកគ្រួសារជាងវ៉ាន់ឆេងនេះហ៊ាននាំប្រពន្ធអនិច្ចជននិងកូនក្រៅច្បាប់មកខ្ញុំសង្ស័យថាគាត់នឹងអាចរស់នៅក្នុងរាជធានីបន្ទាប់ពីនេះសម្លាញ់ចាំការនឹងខ្ញុំគ្រួសារនេះពិតជាក្រុមធ្លុកមែនហើយអ៊ំបានផ្ញើការអញ្ជើញឲ្យពួកគេហើយពួកគេក៏មកភ្លាមពួកគេមិនគិតថាតើពួកគេស័ក្តិសមឈរជាមួយមនុស្សនៅទីនេះនោះហើយជាការត្រឹមត្រូវគឺស្ត្រីរូបនេះហើយដោយមិនខ្មាស់គេវាកំពុងលបួងយីសេងនាងមានមុខមាត់ស្អាតបន្តិចដែរប៉ុន្តែមុខស្អាតរបស់នាងគឺទាបបន្តិចថ្ងៃនេះខ្ញុំនឹងធ្វើឲ្យនាងដកថយសៀគឺអ្នកស្រីគូអ្នកស្រីលូខ្ញុំមើលថាអ្នកស្គាល់កូនប្រុសខ្ញុំច្បាស់ណាស់មើលទៅដូចជាអន្ទាក់អ្នកស្រីគូអ្នកយល់ច្រឡំហើយខ្ញុំកំពុងនិយាយជាមួយអ្នកស្រីលូសូមអញ្ជើញអ្នកស្រីជាងកុំរំខានបាទសូមទោសអ្នកស្រីគូខ្ញុំបានឮពីអ្នកច្រើនណាស់ខ្ញុំឈ្មោះជាងវ៉ាន់ឆេងជាឪពុករបស់សៀអូប្រធានជាងឈ្មោះរបស់អ្នកល្បីឆ្ងាយណាស់សូម្បីតែអ្នកស្រីគូក៏ធ្លាប់លើពីខ្ញុំដែរខ្ញុំមានកិត្តិយសណាស់គេនិយាយថាប្រធានជាងគ្មានទេពកោសល្យខាងចំនួនទេប៉ុន្តែគ្រួសាររបស់គាត់កំពុងរីកចម្រើនណាស់សុទ្ធតែពាក្យចាប់ពាក្យដាក់ទាំងអស់រឿងគ្រួសាររបស់អ្នកគ្មានកន្លែងសម្រាប់ពាក្យចាប់ពាក្យដាក់ទេអ្នកស្រីគូអ្នកកំពុងរកខ្ញុំមែនទេបើអ្នកមកត្រឹមតែចង់បង្អាប់ខ្ញុំនិងគ្រួសារខ្ញុំដូច្នេះសូមទោសតែខ្ញុំមិនមែនជាអ្នកងាយគេជិះជាន់ទេជាងលីសៀតើអ្នកគិតថាអ្នកជាអ្នកណានិយាយជាមួយមីងគូបែបនេះសៀឈប់និយាយទៅកូនស្រីសុំទោសអ្នកស្រីគូឥឡូវនេះអ្នកស្រីគូតើអ្នកមិនឆ្ងល់ទេពីទំនាក់ទំនងរបស់ខ្ញុំជាមួយកូនប្រុសអ្នកឯងមិនជួយក្មេងស្រីតូចនោះទេនាងហាក់មានបញ្ហាម៉ាក់ខ្ញុំពិតជាជ្រៀតជ្រែកពេកណាស់ម្ដាយឯងនាងគ្មានខួរក្បាលទេពាក្យពីរបីម៉ាត់ពីអ្នកណាក៏ដោយនាងក៏ត្រូវគេយកទៅប្រើជាកូនអុកប៉ុន្តែចិត្តនាងល្អអ្នកស្រីលូប្រយ័ត្នពាក្យសម្ដីនិងទង្វើរបស់អ្នកស្រីគូកូនប្រុសរបស់អ្នកនិងខ្ញុំពិតជាគ្រប់គ្រាន់ហើយអីមិនចង់ឬខ្លាចទេអ្នកខំប្រឹងអញ្ជើញខ្ញុំមកទីនេះគ្រាន់តែបង្ខំឲ្យខ្ញុំសារភាពមែនទេជាងលីសៀហេតុអ្វីបានជាអញអ៊ិតអ៊ីនខ្មាស់សម្លេះតើអញគិតថាការប្រកាសទំនាក់ទំនងរបស់អញជាសាធារណៈអ្នកមានគូនឹងចោះចាញ់ឲ្យអញចូលគ្រួសារសុបិនបន្តទៅកញ្ញាចេនខ្ញុំដាំឡើយគ្មានចំណាប់អារម្មណ៍អ្វីតតែសោះថាអញរៀបការជាមួយគូយីសេងឬអត់
ប៉ុន្តែឥឡូវខ្ញុំបានផ្លាស់ប្ដូរគំនិតហើយជាងលីសៀឯងចង់ធ្វើអីភ្លាមនេះខ្ញុំមានអារម្មណ៍ចង់ក្លាយជាស្ត្រីប្រភេទដែលឯងហៅថាឥតអៀនខ្មាស់វាប្រកាសជាសប្បាយទីមើលពេលនោះតើគូយីសេងនឹងមើលឯងមួយផ្លែតផងដែរឬទេអ្នកស្រីលូកុំភ្លេចថាឯងជាអ្នកណាឯងឆ្លើយពេកហើយឋានៈខ្ញុំកូនប្រុសរបស់លោកស្រីមិនខ្វល់ទេហេតុអ្វីបានជាអ្នកប្រញាប់ម្លេះអ្នកស្រីគូនិយាយត្រូវសៀសីពិតជាហួសប្រមាណរឿងនេះមិនតាក់ទងនឹងអ្នកទេខ្ញុំមិនខុសទេនាងរៀបការរួចហើយនៅតែប្រព្រឹត្តអសិលធម៌លោកឪពុកលោកពិតជាគួរតែដាក់វិន័យនាងឯងនិយាយអីប្រយោជន៍នៅស្ងៀមអ្នកស្រីជាងសូមរក្សាកូនស្រីរបស់លោកស្រីឲ្យស្ថិតក្នុងការគ្រប់គ្រងកូនប្រុសខ្ញុំគ្មានចំណាប់អារម្មណ៍នឹងនាងទេប្រាប់នាងឲ្យផ្ដោតលើការធ្វើជាអ្នកស្រីលូហើយឈប់ល្មើសកូនប្រុសខ្ញុំទៅលោកជាងសូមឲ្យខ្ញុំផ្ដល់យោបល់ខ្លះដល់លោកគ្រួសារគូមិនមែនជាគ្រួសារជាងទេយើងគ្មានទំនៀមទម្លាប់ស្រីស្នំដែលហួសសម័យនោះទេជាពិសេសក៏គ្មានរបស់ថោកដែលមកគោះទ្វារហើយឯងមិនមែនជាអ្នកនាំឲ្យគ្រួសារអាម៉ាស់ទេជាងលីសៀតើនាងគិតថាខ្លួននាងជាអ្នកណាតើនាងមានសិទ្ធិអ្វីអ៊ីចេងស្គាល់កន្លែងខ្លួនឯងវាយនាងលោកជីវខ្ញុំមិនបានវាយនាងទេមិនបានវាយអ៊ីចេងអ៊ីចេងនេះជាពិធីខួបកំណើតរបស់តាអ្នកមនុស្សច្រើនណាស់កំពុងមើលកុំធ្វើរឿងអ៊ីចេងអូមានទេម៉ាក់តើអ្នកចង់ដឹងអ្វីហេតុអ្វីមិនសួរខ្ញុំឧទាហរណ៍ហូអ៊ីចេងសៀវជីវតើអ្នកកំពុងបង្កបញ្ហាអ្វីទៀតសៀវជីវមិនណែនាំនាងទេប៉ានេះជាស្រីម្ចាស់វ័យក្មេងនៃគ្រួសារលូលោកគូសូមមានសុខភាពនិងអាយុយឺនយូរល្អជាងលីសៀមើលខ្លួនឯងឥឡូវនេះមើលនេះនារីវ័យក្មេងតើបានបំភ័យអូនទេមើលនាងថាទេហេតុអីកូនភ័យដូច្នេះកុំបារម្ភវាកំរណាស់តែមានអ្នកអាចទប់កូនបានតាទន្ទឹងចាំឲ្យកូននាំនាងមកផ្ទះភ្លាមលោកតាចាស់ហើយឈប់ជ្រៀតក្រែករឿងយុវវ័យទៅប៉ានេះគូស៊ីស៊ីសួស្ដីលោកតាគូស៊ីណាស៊ីពីភីនឌូប៉ាលោកតាលេងសើចទៀតហើយប៉ាស៊ីក្មេងនេះគឺជាកូនដែលយើងមើលធំយើងស្គាល់នាងច្បាស់ខ្ញុំគិតថាសៀមានរឿងអីឯងនឹងលោកគូជឺមនុស្សខ្លះតែងតែចង់បានអ្វីដែលមិនអាចមានដោយមិនថ្លឹងតម្លៃខ្លួនឯងទេបងស្រីឯងបោកប្រាស់លេងជាមួយបរិសជារឿងឯងតែឯងត្រូវគិតតកិត្តិយសគ្រួសារជាងនៅមុខមនុស្សច្រើនឯងជន់មុខប៉ាឲ្យដេកអាម៉ាស់ណាស់មិនទៅទៀតម៉ាក់យើងក៏ទៅសោកស្ដាយគ្រួសារខ្ញុំការពីអូននៅមុខគេខ្ញុំស្ទើរតែប្រកាសថាខ្ញុំជាសង្សារសម្ងាត់អូនតែឯងវិលមកវិញបើខ្ញុំមិនចាក់ចេញទៅនៅទីនោះឲ្យគេសើចចំខ្ញុំចង់ដឹងថាអ្នកណាហ៊ានសើចចំអូនខ្ញុំរៀបការហើយនោះជាការពិតទំនាក់ទំនងយើងមើលមិនឃើញខ្ញុំដឹងថាអូនសន្យាជាមួយលោកលូខ្ញុំនឹងនិយាយជាមួយគាត់មិនថាថ្លៃប៉ុណ្ណាខ្ញុំនឹងធ្វើឲ្យគាត់ព្រមគួយអីចឹងទោះខ្ញុំលែងលះក៏មិននៅជាមួយឯងដែរមូលហេតុឯងមិនសមឲ្យខ្ញុំស៊ូទ្រាំនឹងសិលធម៌សម្រាប់ឯងអ្នកដែលខ្ញុំស្រឡាញ់បំផុតតែងតែជាខ្លួនខ្ញុំឯងចៃដន្យណាស់យើងស្រឡាញ់មនុស្សដូចគ្នាឯងស្រឡាញ់ខ្ញុំបាទស្រឡាញ់ជាងលីសៀអ្នកលេងខ្ញុំហើយអ្នកលេងអារម្មណ៍របស់ខ្ញុំហេតុអ្វីបានជាអ្នកមិនទទួលខុសត្រូវចំពោះខ្ញុំមិនបានទេខ្ញុំចង់ឲ្យអ្នកឆ្លើយសម្រាប់រឿងនេះតើនោះខុសទេខ្ញុំមិនមែនទេវាមិនអីទេបើអ្នកមិនអាចលេងលះបានខ្ញុំនឹងក្លាយជាប្រពន្ធក្រៅផ្ទះរបស់អ្នកដរាបណាអ្នកមិនចាក់ចេញពីខ្ញុំគូយីជេងសម្រាប់អ្នកខ្ញុំអាចលេបមោទនភាពរបស់ខ្ញុំតែងតែនិយាយរឿងដែលធ្វើឲ្យបេះដូងខ្ញុំលោតញាប់អ្នកណាចង់បានអ្នកជាប្រពន្ធក្រៅផ្ទះជាងលីសៀអ្នកពិតជាក្បត់ខ្ញុំមែនអេ
អ្នកមិនចូលចិត្តពណ៌បៃតងទេចឹងជ្រើសរើសពណ៌មួយបងស្រីរឿងរវាងអ្នកនិងម្ចាស់ជីវបានផ្សព្វផ្សាយគ្រប់ទីកន្លែងប៉ុន្តែទោះបីអ្នកចង់ឡើងចិន្តាអ្នកត្រូវពិចារណាឋានៈផ្ទាល់ខ្លួនរបស់អ្នកនិងកេរ្តិ៍ឈ្មោះរបស់ចៅលីនបងស្រីមិនថាខ្ញុំឡើងឬអត់វាមិនសំខាន់ទេអ្វីដែលសំខាន់គឺអ្នកមិនអាចជាងលីសៀហេតុអ្វីបានជាអ្នកហ៊ាននៅជាប់តំណែងជាអ្នកស្រីលូអ្នកមើលមិនឃើញទេខ្ញុំមិនចង់ឲ្យវាទៅអ្នកជាងលីសៀកិច្ចសន្យារយៈពេល3ឆ្នាំគឺមិនត្រឹមត្រូវថ្ងៃនេះអ្នកនឹងលែងលះមិនថាអ្នកចូលចិត្តរត់អ្នកយល់ព្រមយីជេងអ្នកត្រូវតែធ្វើសេចក្តីថ្លែងការណ៍ថ្ងៃនេះខ្ញុំនឹកអ្នកកាលពីយប់មិញម្សិលមិញខ្ញុំកំពុងតែនឹងប្រកាសការភ្ជាប់ពាក្យរបស់អ្នកជាសាធារណៈប៉ុន្តែអ្នកស្រាប់តែចាក់ចេញតើអ្នកគិតដល់ស៊ីស៊ីទេតើនាងនឹងនិយាយអ្វីទ្រាំរឿងទាំងអស់នេះតើនាងកំពុងបែកគ្នាម្ដងទៀតយីជេងឈប់ស៊ីស៊ីនៅទីនេះទេវាគ្មានអ្វីពាក់ព័ន្ធនឹងខ្ញុំទេយីជេងមិនថាអ្នកគិតយ៉ាងណាពីខ្ញុំទេអ្នកមិនអាចនិយាយជាមួយមីងបែបនេះទេកូនល្អស៊ីស៊ីខ្ញុំមិនបានចិញ្ចឹមអ្នកដោយឥតប្រយោជន៍ទេឆេនស៊ីអ្នកពូកែណាស់ប្រើទេពកសោនោះដើម្បីបង្ករឿងមកលើខ្ញុំអ្នកគិតថាគ្រូសាឆេនមិនទាន់ខាតបង់គ្រប់គ្រាន់ទេខ្ញុំមិនបានធ្វើទេយីជេងអ្នកយកខ្ញុំខុសហើយយីជេងខ្ញុំដឹងបេះដូងអ្នកជារបស់អ្នកស្រីលូតែម្នាក់ប៉ុន្តែនាងជាមនុស្សរៀបការហើយការនៅជាមួយនាងនឹងធ្វើឲ្យអ្នកខ្លាចជារឿងកំ pl ែងកូយីជេងស្ដាប់ខ្ញុំមិនអនុញ្ញាតឲ្យស្ត្រីនោះចូលទ្វារនេះទេលើកលែងតែខ្ញុំស្លាប់នាងជាអ្វីមិនសំខាន់ទេអ្វីដែលសំខាន់គឺខ្ញុំស្រឡាញ់នាងដូច្នេះអ្នកមិនខ្វល់ថាម្ដាយរបស់អ្នករស់ឬស្លាប់ទេអ្នកក៏មិនខ្វល់ពីជីវិតខ្ញុំដែរអ្នកត្រូវហើយខ្ញុំមិនអាចរស់ដោយគ្មាននាងទេកូជីជេងមីងអ្នកមិនអីទេយីជេងសុំទោសមីងឥឡូវនេះមើលទៅអ្នកធ្វើឲ្យនាងខឹងហើយម៉ាក់ខ្ញុំមិននិយាយលេងទេបើអ្នកបន្តគំរាមខ្ញុំជាមួយខ្លួនឯងខ្ញុំមិនខ្វល់ទេបើយើងទៅជាមួយគ្នាទាំងម្ដាយកូនអ្នកទៅណាលោកម្ចាស់នាងនេះគឺជារបស់ Lu Jalen ការបង្ហោះ Moments ថ្មីបំផុតនាងទីបំផុតកំពុងលែងលះគ្នា2ឆ្នាំចុងក្រោយនេះអ្នកពិតជាឆ្លងកាត់រឿងជាច្រើនលោកតាពេលនោះលោកតាបានទទួលស្គាល់ខ្ញុំដោយផ្ទាល់ថាជាកូនប្រសារស្រីរបស់លោកតាហើយនោះហើយជាមូលហេតុដែលខ្ញុំបានបញ្ចប់ការសិក្សាបើមិនដូច្នេះទេទោះបីខ្ញុំលុតជង្គង់រហូតដល់ជង្គង់ខ្ញុំឈឺនៅក្នុងសាលប្រជុំគ្រួសារដ៏ត្រជាក់នោះប៉ារបស់ខ្ញុំមិនឲ្យខ្ញុំចេញទេសេចក្តីសប្បុរសរបស់លោកតាខ្ញុំចងចាំជានិច្ចលោកតាពិតជាចូលចិត្តនិងយកចិត្តទុកដាក់ចំពោះអ្នកខ្ញុំដឹងថាចៅប្រុសរបស់ខ្ញុំធ្វើឲ្យអ្នកខកចិត្តប៉ុន្តែលោកតាក៏បានសន្យាជាមួយអ្នកថាដរាបណាអ្នករៀបការជាមួយយ៉ាឡិនគ្រួសារលើនឹងទទួលស្គាល់តែអ្នកស្នងដែលអ្នកបង្កើតទេគ្មានស្ត្រីណាក្រៅគ្រួសារទេនឹងដាក់ជើងចូលមកក្នុងទ្វារគ្រួសារលោកតាខ្ញុំបានព្យាយាមជាតើអ្នកមិនអាចទ្រាំបន្តិចទៀតបានទេកុំបារម្ភលោកតានឹងសងសំណងដល់អ្នកសូមទោសលោកតាខ្ញុំមានមនុស្សម្នាក់ដែលខ្ញុំមិនចង់ធ្វើបាបបុរសគ្រួសារហ្គេនោះលោកតាយល់ចែងលេខវាគ្មានប្រយោជន៍ទេទោះបីអ្នកទៅហើយអង្វរលោកតារបស់ខ្ញុំការលែងលះនេះនឹងកើតឡើងអញ្ចឹងតោះលែងលះគ្នាតើអ្នកនិយាយអ្វីខ្ញុំនិយាយថាយល់ព្រមលែងលះលោកតារបស់ខ្ញុំមិនយល់ព្រមទេលោកតាចូលចិត្តស្ត្រីនេះខ្លាំងណាស់គាត់នឹងមិនយល់ព្រមទេលោកតាបានយល់ព្រមរួចហើយតោះទៅការិយាល័យកិច្ចការស៊ីវិលទេវាមិនអាចទៅរួចទេតើលោកតាអាចប្រញាប់ឡើងបើយើងយឺតការិយាល័យនឹងបិទខ្ញុំផងដែរតាមពិតទៅខ្ញុំថ្ងៃនេះខ្ញុំហេតុអ្វីបានជាអ្នកប្រញាប់ចង់លែងលះខ្ញុំម្លេះដោយសារតែហ្គេយេចឹងអ្នកធ្វើបែបនេះសម្រាប់ខែនរបស់អ្នកប្រញាប់ចង់លែងលះខ្ញុំជាងលីសៀកុំបន្ទោសមកខ្ញុំត្រូវគេដាក់ស្នែងអ្នកទើបតែត្រូវគេដាក់ស្នែងអ្នកមិនទាន់ស៊ាំនឹងវាទេមើលខ្ញុំត្រូវគេដាក់ស្នែងអស់2ឆ្នាំហើយខ្ញុំនៅតែធម្មតាប៉ុន្តែដើម្បីសុខភាពផ្លូវចិត្តនិងផ្លូវកាយយើងគួរតែប្រញាប់លែងលះគ្នាអ្នកចង់លែងលះមែនទេខ្ញុំមិនឲ្យអ្នកបានវាទេលូចៅលីនតើអ្នកកំពុងធ្វើអ្វីអ្នកជាអ្នកផ្ទួចផ្ដើមរឿងលែងលះខ្ញុំបានបដូរចិត្តដរាបណាខ្ញុំមិនយល់ព្រមគូស្នេហ៍អ្នកក្បត់មិនអាចនៅជាមួយគ្នាបានទេគីយេចឹងនឹងនៅតែជាអ្នកដែលលួចប្រពន្ធអ្នកដទៃអី Master គាត់គ្រាន់តែជាអ្នកបំបែកគ្រួសារខ្ញុំនឹងធ្វើឲ្យគាត់បាត់មុខនៅទូទាំងក្រុង
តើអ្នកកំពុងធ្វើអ្វីងាយជឿខ្ញុំនឹងឲ្យគេបណ្ដេញអ្នកចេញពីមន្ទីរពេទ្យនេះឥឡូវនេះ លោកលូសុំទោសរបួសរួចរាល់ហើយខ្ញុំសូមអញ្ជើញចាក់ចេញឥឡូវនេះចាំបន្តិចនិយាយឲ្យច្បាស់ កុំប៉ះខ្ញុំទៅឆ្ងាយ ប្តីអ្នកមិនអីទេហេតុអ្វីបានជាអ្នករបួសធ្ងន់ម្ល៉េះ ទាំងអស់គឺដោយសារស្រីឈួតនេះ ជាងលីសៀបើអ្នកចង់ស្លាប់ទៅចុះតែកុំទាញប្តីខ្ញុំចូលផងយកទេលោកស្រីតើនាងមិនមែនជាប្តីរបស់លោកស្រីទេនាងស្រីម្ចាស់នាងចូលចិត្តលួចប្តីអ្នកអតីជាងលីសៀអ្នកនិយាយរឿងអីចៅលីនថ្ងៃនេះខ្ញុំក្រុងនឹងទៅធ្វើនីតិវិធីលែងលះជាមួយអ្នកគ្រាន់តែជាអតីតប្រពន្ធដូច្នេះអ្នកនឹងខកចិត្តមានន័យដូចម្ដេចអ្នកមិនតន់លែងលះទេ ខ្ញុំក្រងនឹងទៅតែអ្នកណាដឹងថានាងស្រាប់តែឈួតសូម្បីតែប្រថុយជីវិតខ្ញុំគិតថានាងគ្រាន់តែមិនចង់លែងលះ ជាងលីសៀយើងបានព្រមព្រៀងគ្នាទៅធ្វើនីតិវិធីធ្វើម៉េចអ្នកអាចក្បត់ពាក្យសម្ដីបានតើអ្នកគ្មានខ្មាស់គេទេខ្ញុំបានបដូរចិត្តលោកស្រីអ្វីត្រូវបានដោះស្រាយនៅទីនេះខ្ញុំមិនចាក់ចេញប្តីផ្អែមល្ហែមរបស់ខ្ញុំស្រឡាញ់គាត់ខ្លាំងណាស់ធ្វើម៉េចខ្ញុំអាចលែងលះគាត់បានអ្នកត្រូវហើយនឹងហើយតើអ្នកមិនចង់រៀបការជាមួយគាត់ទេដូច្នេះខ្ញុំនឹងជួយធ្វើឲ្យរឿងកាន់តែវឹកវរតើអ្នកកំពុងធ្វើអ្វីនៅទីនេះ តើខ្ញុំកំពុងរំខានអ្នកទេ ទេតើអ្នកមានន័យថាទេមែនទេអ្នកនិយាយយ៉ាងច្បាស់លាស់អ្នកនឹងតោងជាប់នឹងគាត់ហើយមិនព្រមលែងអ្នកមិនចង់លែងលះគ្នាទេ ដោយសារតែអ្នកស្រឡាញ់ខ្ញុំខ្លាំងណាស់ខ្ញុំនឹងគិតអំពីវាមិនលែងលះគ្នាទេ លូចៅលីន ស្នេហាពិតឬ មិនមែនទេ តើគូម៉ាស្ទ័រអីគាត់នៅតែរងចាំស្បែកជើងចាស់ដែលខ្ញុំលែងប្រើជួយផងទុកឲ្យគាត់ទៅហ៊ានជេរគាត់ឬឯងគិតថាឯងជាអ្នកណាអ្នកមិនសមនឹងគាត់ទេ យកនាងចេញពីទីនេះ ទៅឆ្ងាយហ៊ានវាយខ្ញុំឬកុំចូលមកចិត្តខ្ញុំតើអ្នកមិនចង់ធ្វើជាអ្នកស្រីលូទេតើមានតែប៉ុណ្្នឹងទេបើប្រៀបធៀបជាមួយសេនយូពីងអ្នកនៅឆ្ងាយពីកម្រិតរបស់នាងណាស់ សូមទោស តើអ្នកមិនបានចាក់ចេញទេ ខ្ញុំចិត្តទៅហើយរឿងនេះមិនសំទេលោកស្រីលូ ខ្ញុំមិនមានន័យបែបនោះទេចំពោះលូចៅលីន ខ្ញុំមិនមែនជាអ្នករបស់អ្នកទេអ្នកនឹងបង្គាគ្មានឆ្អឹងខ្នងនោះមិនបាច់ប្រាប់ខ្ញុំទេ គូយីជេងតើអ្នកខឹងខ្ញុំទេ អ្នកគិតច្រើនពេកហើយលោកស្រីលូ នេះជាអាកប្បកិរិយារបស់អ្នកក្នុងការដោះស្រាយបញ្ហា តើអ្វីដែលខ្ញុំនិយាយសំខាន់ឬតើអ្នកមិនអាចបែកពីប្តីជាទីស្រឡាញ់របស់អ្នក ហេតុអីអ្នកតូចចិត្តម្ល៉េះខ្ញុំគ្រាន់តែព្យាយាមធ្វើឲ្យជាងយូខាន់ខឹងប៉ុណ្ណោះ តើអ្នកយកចិត្តទុកដាក់ប៉ុណ្ណាគ្រាន់តែដើម្បីធ្វើឲ្យជាងយូខាន់ខឹងអ្នកនិយាយរឿងទាំងនោះ ខ្ញុំ ជាងលីសៀខ្ញុំបានធ្វើឲ្យអ្នកខូចអនុញ្ញាតអ្នកគ្រប់យ៉ាងមិនដែលបង្ខំអ្នកឲ្យធ្វើអ្វីដែលអ្នកមិនចូលចិត្តទោះបីជាខ្ញុំចង់រកនីតិដើម្បីកំទេចបង្គាគ្មានឆ្អឹងខ្នងនោះប៉ុន្តែខ្ញុំមិនបានធ្វើហេតុអ្វីកុំប្រាប់ខ្ញុំថាអ្នកមិនដឹងថាខ្ញុំចូលចិត្តអ្នកនិយាយអ្វីមួយមកជាងលីសៀអ្នកពិតជាគ្មានបេះដូងទេ គូយីសេងឈប់នៅទីនោះ
ខ្ញុំបានរមូលជើង តាំងពីពេលណាដែលអ្នករៀនល្បិចទាំងនេះ ខ្ញុំពិតជារមូលវាហើយខ្ញុំក៏ឈឺជង្គង់ដែរ វាឈឺ បើអ្នកនឹងធ្វើពុតយ៉ាងហោចណាស់ធ្វើឲ្យវាគួរឲ្យជឿ ហើយអ្នកក៏ជឿវាដែរ តើអ្វីដែលធ្វើឲ្យអ្នកគិតថាអ្នកបានយល់ច្បាស់ពីខ្ញុំ គោយីសេងតើអ្នកអាចស្ដាប់ការពន្យល់របស់ខ្ញុំឥឡូវបានទេ ស្អីក៏បាន ខ្ញុំបានទៅជួបលោកតាលូថ្ងៃនេះ អូ តើអ្នកមិនចង់ដឹងទេអំពីអ្វីដែលយើងបាននិយាយ នោះជាបញ្ហារបស់គ្រួសារលូ អូ នាងពិតជាចាក់ចេញទៅបើអ្នកចង់និយាយខ្ញុំអាចស្ដាប់ដោយស្ទាក់ស្ទើរ ប្រហែលជាខ្ញុំមិនគួរព្រោះវាជារឿងគ្រួសាររបស់យើងមិនសមរម្យក្នុងការប្រាប់អ្នកក្រៅ ជាងលីសៀជង្គង់របស់អ្នករបួសតើអ្នកមិនអាចដើរយឺតបន្តិចបានទេ គ្រូណាយបាទអ្នកស្រីជាងបានលែងលះទេដូច្នេះតើមានអ្វីដែលត្រូវរីករាយទេ នាងគ្រាន់តែថាប់ខ្ញុំដោយខ្លួនឯងត្រឹមតែប៉ុណ្ណឹងឃើញហើយអ្នកមិនយល់ទេព្រោះអ្នកនៅលីវទោះបីនាងគ្រាន់តែថាប់ខ្ញុំយ៉ាងទន់ភ្លន់ភាពទន់ភ្លន់នឹងការយកចិត្តទុកដាក់នោះធ្វើឲ្យខ្ញុំមានអារម្មណ៍ថាខ្ញុំជាមនុស្សដែលនាងស្រឡាញ់ជាងគេបំផុតក្នុងជីវិតរបស់នាងដូច្នេះវាគ្រាន់តែជាការថាប់មួយលោកគ្រូនិយាយត្រូវអ្នកមានប្រាជ្ញាមិនធ្លាក់ក្នុងស្នេហា លូចៅលីនមិនទាន់ដាក់ពាក្យលែងលះទេតើខ្ញុំគួរធ្វើដូចម្ដេច តិចជាមួយខ្ញុំហើយរត់ចេញវាមិនអាចងាយស្រួលបែបនេះទេលោកចាស់លូឈឺហើយគាត់ថាខ្ញុំបណ្ដាលឲ្យវាកើតឡើងរាល់ពេលដែលខ្ញុំនិយាយអំពីការលែងលះគាត់សម្លឹងមកខ្ញុំយ៉ាងអាក្រក់បុរសទាំងអស់មិនអាចទុកចិត្តបានទេគាត់មិនព្រមលែងលះទេដូច្នេះឲ្យគាត់នៅកម្រិតថ្នាំខ្លាំងបង្ខំគាត់ឲ្យលែងលះតើវាដំណើរការទេនោះជារបៀបដែលខ្ញុំបានធ្វើការពីពេលនោះដើម្បីឈ្នះបេះដូងឪពុកអ្នកតើអ្នកគិតយ៉ាងណា គ្រាន់តែធ្វើតាមអ្វីដែលម៉ាក់និយាយ នាងមិត្តប្រុសរបស់អ្នកស្អាតណាស់ គាត់ស្អាតខ្ញុំយល់ព្រម ប៉ុន្តែវាគ្រាន់តែជាការផ្លាស់ប្ដូរសម្លៀកបំពាក់ជារឿងតូចតាចខ្ញុំប្រាប់គាត់កុំឲ្យមកប៉ុន្តែគាត់ទូចបើដូច្នេះគាត់ប្រកាសជាយកចិត្តទុកដាក់នឹងអ្នក ខ្ញុំទើបតែទទួលដំណឹង លោកចាស់លូត្រូវបានបញ្ជូនទៅមន្ទីរពេទ្យនៅក្នុងមន្ទីរពេទ្យនេះ នាំខ្ញុំទៅជួបគាត់ អ្នកគួរតែមើលរឿងនេះជាមុន នេះត្រូវបានផ្ញើមកខ្ញុំដោយឈីងយ៉ាងវីដេអូដើមវាកំពុងរីករាលដាលនៅលើអ៊ីនធឺណិតប្រព័ន្ធផ្សព្វផ្សាយកំពុងត្រៀមខ្លួនដើម្បីរាយការណ៍យ៉ាងទូលំទូលាយយើងមិនអាចបង្ក្រាបវាទៀតទេ មនុស្សល្ងងនេះ ទឹកមុខនោះមានន័យយ៉ាងម៉េចប្រសិនបើខ្ញុំចង់ធ្វើអ្វីមួយខ្ញុំនឹងធ្វើឲ្យប្រកាសថាគាត់ត្រូវបានបិទបាំងទាំងស្រុងទោះយ៉ាងណាជីតាខ្ញុំដឹងថាខ្ញុំខុសហើយអ្នកបានធ្វើឲ្យកេរ្តិ៍ឈ្មោះគ្រួសារលូខូចអស់ហើយ ជីតាចេញទៅ ជាងលីសៀអ្នកគាត់មានបញ្ហាអី និយាយមកអត់អីទេសៀជីតាធ្វើខុសនឹងឯងគ្រូសាលូធ្វើខុសនឹងឯងពេលនេះហើយគ្រូសាលូគ្មានមុខឲ្យឯងនៅទៀតទេអ្នកទាំងពីរទៅលេងគ្នាទៅខ្ញុំយល់ថាល្អហើយជីតាឯងហេតុអីបង្ខំឲ្យយើងលេងគ្នាក្រោយពីអ្វីដែលឯងធ្វើបើមិនលេងទេចង់ឲ្យសៀខូចចិត្តទៅនឹងឯងជីតាខ្ញុំគ្រាន់តែ ខ្ញុំមិនដឹងថាខ្លួនឯងជាអ្វីទេខ្ញុំមានអារម្មណ៍ថាគ្រប់គ្រងខ្លួនមិនបានអ្នកណាចង់ងើដំណើររកខ្វក់របស់ឯងមើលទៅរឿងកើតឡើងហើយគ្រូសាជាងមិនទុកឲ្យរឿងនេះកន្លងផុតទេសេនយូពីងជាមនុស្សបែបណាឯងដឹងច្បាស់ហើយនាងជាមនុស្សរករឿងមិនសមហេតុផលឯងធ្វើបាបកូនស្រីគាត់គិតថាគាត់ទុកឯងរួចឬ ជីតាលោកយាយសុខសប្បាយទេខ្ញុំមើលថាលោកយាយចូលមន្ទីរពេទ្យខ្ញុំបារម្ភណាស់ដែរ ឯងអញ្ជើញនាងមកចង់ឲ្យជីតាស្លាប់មុនអាយុ
ជីតាខ្ញុំមិនបានអញ្ជើញទេ ចៅលីនព្រោះជីតាដឹងពីរឿងយើងហើយគ្មានចាំបាច់លាក់ទៀតទេជីតាយើងនៅជាមួយគ្នាយូរហើយមនុស្សដែលចៅលីនស្រឡាញ់តែងតែជាខ្ញុំមិនមែនប្អូនស្រីខ្ញុំទេ ចេញទៅទាំងអស់គ្នាចេញទៅតាគ្រូពេទ្យថាកុំឲ្យតាខឹង មកដល់ហើយសូមទទួលយកផងបើតាប្រកាសជាសាធារណៈថាយ៉ាវលេនបានចុះហត្ថលេខាឡែងលេះយូរហើយនៅមានឱកាសផ្លាស់ប្ដូរ កុំគិតថាតាមិនដឹងថាអញ្ចឹងទៅហៅអ្នកសារព័ត៌មានគិតថាធ្វើបែបនេះនឹងចូលគ្រួសារលូបានទេដរាបណាតានៅរស់កុំសង្ឃឹម ដូច្នេះតាគ្រាន់តែឈោមើលឲ្យយ៉ាវលេនវិនិច្ឆ័យ ចេញទៅមកជាមួយខ្ញុំឆែអូនឃើញហើយ តាខ្ញុំយល់ខ្ញុំនឹងប្រាប់ប្រព័ន្ធផ្សព្វផ្សាយថាយើងបានចុះហត្ថលេខាឡែងលេះយូរហើយដូច្នេះយ៉ាវលេនមិនបោកប្រាស់ទេ រ៉ាវលេនរបស់យើងគ្មានសំណាងទេត្រឡប់ទៅមុនខ្ញុំមើលខ្លួនឯងបាន ប្រកាសទេ អញ្ចឹងនេះជារឿងផ្ទៃក្នុងគ្រួសារលូបើអ្នកក្រៅចូលនឹងមានការនិយាយដើម ទូរស័ព្ទមកបើមានអី ចែងលេឆែឯងពិតជាចេះកិននាណាស់ឯងវាខ្ញុំ ការទះនេះជំនួសតាបង្រៀនឯងជាងលេឆែកុំគិតថាមានគេយាយយ៉េងខ្នងឯងអាចធ្វើតាមចិត្តជាង you can ឯងស្គាល់ខ្ញុំយូរហើយដឹងទេថាខ្ញុំធ្វើតាមចិត្តយ៉ាងម៉េចមកជាមួយខ្ញុំយើងកំពុងលែងលះគ្នា ខ្ញុំនឹងមិនអនុញ្ញាតឲ្យវាកើតឡើងទេអ្នកនឹងគូស្នេហ៍របស់អ្នកអ្នកបានបំពេញខ្ញុំដើម្បីគាត់ ខ្ញុំសួរអ្នកជាលើកចុងក្រោយលែងលះឬមិនលែង យើងនៅសល់មួយឆ្នាំទៀតអ្នកកំពុងបំពេញកិច្ចសន្យា មានអ្នកយកព័ត៌មាននៅខាងក្រៅក្រុមប្រឹក្សាភិបាលរបស់លូកំពុងរងចាំការពន្យល់ពីអ្នកក្រៅពីការប្រកាសជាសាធារណៈថាយើងបានលែងលះគ្នាយូរហើយតើអ្នកមានជំរឿអ្វីទៀតត្រូវហើយនាងនិយាយត្រូវចៅលីនអ្នកត្រូវគិតពីរូបភាពធំកុំធ្វើសកម្មភាពដោយអន្ទះអន្ទែង ជីតារបស់ខ្ញុំនិយាយត្រូវអ្នកយកព័ត៌មានដែលអ្នកនាំចូលដើម្បីថតរូបសម្ងាត់អ្នកដឹងច្បាស់ថាវាជារឿងអ្វី ចៅលីនអ្នកកំពុងធ្វើខុសលើខ្ញុំ ពេលនោះ អ្វីដែលកើតឡើងរវាងអ្នកទាំងពីរមិនមែនជារឿងរបស់ខ្ញុំទេឥឡូវមកជាមួយខ្ញុំទៅការិយាល័យស៊ីវិលវាមិនមែនថាអ្នកដល់ទេថ្ងៃនេះមានការដាក់កំហិតស្លាកលេខតើអ្នកប្រញាប់បានទេ តើអ្នកអន្ទះអន្តែងដល់ម្លេះក្នុងការលែងលះខ្ញុំ សូមឲ្យខ្ញុំកែតម្រូវអ្នកត្រូវបានគេចាប់បានថាកំពុងបោកប្រាស់អ្នកនិងក្រុមហ៊ុនលូរបស់អ្នកទាំងពីរត្រូវការខ្ញុំដើម្បីសម្អាតឈ្មោះរបស់អ្នក មិនចាំបាច់ទេយើងមិនចាំបាច់ធ្វើបែបបត់ក្រដាស់ទេយើងអាចប្រាប់សាធារណជនថាយើងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងលែងលះរួចហើយ ហេតុអ្វីត្រូវប្រឹងប្រែងច្រើនម្លេះយើងនឹងលែងលះគ្នាក្នុងមួយឆ្នាំទៀតវាគ្រាន់តែលឿនបន្តិចប៉ុណ្ណោះ ជាងលីសៀអ្នកប្រញាប់លែងលះខ្លាំងណាស់ដើម្បីរៀបការជាមួយគូយីចេញនោះ បាទ ចាំអ្នកកុំគិតថានឹងបានដូចចិត្តខ្ញុំមិនព្រមលែងលះទេ លូចៅលីនខ្ញុំកំពុងផ្ដល់ឱកាសឲ្យអ្នកគិតឡើងវិញនៅអ្វីដែលអ្នកទើបតែនិយាយ ចៅហ្វាយជីតើយើងគួរទៅបំបាក់ឆ្អឹងជំនីរបស់លូចៅលីនពីបន្ទះជាមុនសិនទេបើយើងវាយលូចៅលីនស្ត្រីចាស់លូនឹងឈឺចិត្តបើស្ត្រីចាស់លូឈឺចិត្តនាងនឹងពិបាកចិត្តនោះមិនល្អទេជូនដំណឹងដល់បណ្ដាញសារព័ត៌មានដែលជាមិត្តនឹងគ្រួសារគូឲ្យពួកគេមកចូលរួមសប្បាយ លូចៅលីនឈប់នៅទីនោះតើអ្នកកំពុងធ្វើអ្វីអ្នកហៀបនឹងលែងលះគ្នាហើយហេតុអ្វីបានជានៅតែទាញគ្នាទៀតចៅលីនយើងអាចនៅជាមួយគ្នាដោយចំហនៅទីបំផុតហើយយើងអាចនៅជាមួយគ្នាដោយចំហនៅទីបំផុតហើយលោកលូមកដល់ហើយបងស្រីគ្រួសារជាងក៏មកដែរទៅលោកលូតើលោកនិងកូនស្រីទី2របស់គ្រួសារជាងជាគូស្នេហ៍ក្នុងវីដេអូកន្លែងចតឡានមែនទេ យើង សូមកុំយល់ច្រឡំអីគ្រប់គ្នាការពិតនៃរឿងមិនមែនដូចដែលអ្នកគិតទេ
គុំនិយាយរឿងឥតប្រយោជន៍ ចៅលីនអ្នកគួរតែប្រាប់គ្រប់គ្នាទៅការពិតគឺអ្នកនឹងបងស្រីខ្ញុំបានចុះហត្ថលេខាឯកសារលែងលះគ្នាយូរហើយថ្ងៃនេះអ្នកមកដើម្បីបញ្ចប់វាអ្នកស្រីលូនៅទីនេះអ្នកស្រីលូតើការលែងលះរបស់អ្នកជាមួយលោកលូព្រោះតែបងស្រីរបស់អ្នកជាភាគីទី3មែនទេវាជាបញ្ហារវាងលូចៅលីននិងខ្ញុំវាគ្មានទំនាក់ទំនងជាមួយអ្នកណាផ្សេងទេលើពីនេះទៅទៀតយើងបានយល់ព្រមលែងលះគ្នាមួយរយៈហើយមិនថាគាត់នៅជាមួយអ្នកណាឡើយទេវាមិនមែនជាការក្បត់ទេអ្នកស្រីលូពិតជាមានចិត្តទូលាយមែនមិនប្រកាសជាសាធារណៈអំពីរឿងស្នេហារបស់ប្តីនិងបងស្រីទេខ្ញុំឆ្ងល់ថាតើលោកលូគិតយ៉ាងណាតែបោះបង់ប្រពន្ធល្អបែបនេះដើម្បីទៅក្បត់បរោះគេធ្វើល្អតែពេលស្លាប់ទៅដូច្នេះយើងចូលទៅដោះស្រាយឯកសារទៅ មិនអីទេទៅសេចក្តីប្រកាសព័ត៌មានអំពីការលែងលះដែលបានរៀបចំអាចចេញផ្សាយឥឡូវនេះ ទីបំផុតវាចប់ហើយ បើគ្មានអ្នកផ្សេងទៀតទេប្រហែលជាយើងមិនចាំបាច់ទៅឆ្ងាយដល់នឹងទេចៅលីនខ្ញុំបានរងចាំអ្នកយូរណាស់ហើយឃើញទេការសន្និដ្ឋាននោះមិនត្រឹមត្រូវតតែសោះដូច្នេះមិនសមនឹងបញ្ឆោតខ្លួនឯងទេ អ្នកនាងអត់ធ្មត់ដល់ម្លេះទេស្ត្រីដែលគ្មានចិត្តមេត្តាមែន ខ្ញុំបានកក់ភោជនីយដ្ឋានតោះទៅអបអរសាទរឲ្យបានត្រឹមត្រូវ អបអរអីអបអរដែលអ្នកនិងម្ដាយអ្នកបានសម្រេចតាមចិត្ត ចៅលីនឯងនិយាយរឿងឥតប្រយោជន៍អីមិនក៏គិតពីខ្ញុំបែបនោះចៅលីនចាំខ្ញុំលោកស្រីលូអ្នកមកយឺតហើយកែតម្រូវវិញខ្ញុំមកទាន់ពេលលោកស្រីគូតើខ្ញុំអាចជួយអ្វីបានប្រាប់តម្លៃមកប៉ុន្មានដើម្បីចាក់ចេញពីកូនប្រុសខ្ញុំតើសំណាងនេះធ្លាក់មកលើក្បាលខ្ញុំហើយឬ 1000 លានជាងលីសៀឯងឈួតហើយមើលក្នុងកញ្ចក់មើលតើឯងមានតម្លៃ 1000 លានទេល្អណាស់ឬក៏លោកស្រីគូមិនអាចមានលទ្ធភាព 1000 លានតិចតួចមិនមែនជារឿងធំសម្រាប់គ្រួសារគូទេទោះយ៉ាងណាចំណាយលើស្ត្រីដូចនាងវាមិនសមតតែសោះដូច្នេះខ្ញុំនឹងបន្តលបួងកូនប្រុសអ្នកជាងលីសៀកុំបង្ខំខ្ញុំឲ្យធ្វើរឿងអាក្រក់យ៉ាងណាក៏ដោយក៏នៅតែជាស្រាមដែរខុសគ្នាត្រង់ណាល្អជាងលីសៀយើងនឹងឃើញខ្ញុំចង់ឃើញថាតើយីសេងជ្រើសរើសម្ដាយឬស្ត្រីដែលធ្លាប់រៀបការពីមុនលាហើយលោកស្រីគូលោកស្រីតើនាងនិយាយអ្វីហានាងចង់បាន 1000 លានតើនាងឈួតទេដោយសារចរិតរបស់នាងខ្ញុំនឹងមិនអនុញ្ញាតឲ្យនាងចូលទៅក្នុងគ្រួសារគូអ្នកនិយាយត្រូវហើយលោកស្រីស្ត្រីបែបនាងគិតតែពីលុយនាងមិនអាចស្រឡាញ់យីសេងពិតប្រាកដទេលោកស្រីអ្នកមិនអីទេឥតប្រយោជន៍រត់ខ្ញុំថារត់អ្នកឆក់កាបូបខ្ញុំថារត់អ្នកឆក់កាបូបខ្ញុំថារត់ខ្ញុំនឹងវាយក្បាលអ្នកហេទើបតែអរគុណតើអ្នកនិយាយអ្វីខ្ញុំមិននៅច្បាស់ខ្ញុំថាអរគុណហឹមលោកស្រីកញ្ញាចេញតើយើងចិត្តស្និទ្ធគ្នាម្លេះទេអ្នកគូហៅខ្ញុំថាលោកស្រីគូលោកស្រីខ្ញុំមិនមានចិត្តណាទេខ្ញុំគ្រាន់តែល្មមហើយអ្វីដែលអ្នកធ្វើមិនតាក់ទងនឹងគ្រួសារគូទេ
មិនអាចទេធ្វើម៉េចឲ្យអ្នកទុកចោលលោកស្រីអ្នកបានសន្យាជាមួយខ្ញុំព្រោះខ្ញុំជាម្ដាយរបស់គូយីសេងខ្ញុំមានសិទ្ធិសម្រេចចុងក្រោយក្នុងរឿងនេះអ្នកចង់ចូលគ្រួសារគូសូម្បីតែនៅជាតិក្រោយក៏មិនបានដែរចេញពីផ្លូវខ្ញុំលោកស្រីចរិតរបស់ម្ដាយនិងកូននេះពិតជាដូចគ្នាណាស់អ្នកកំពុងធ្វើអ្វីនៅទីនេះវាគ្រាន់តែជាស្នាមកោះទេពេទ្យថាមិនអីទេកុំរើតើរឿងនេះកើតឡើងដោយរបៀបណាអូខ្ញុំបានជួយស្ត្រីចំណាស់ម្នាក់ឆ្លងផ្លូវនៅរសៀលនេះដោយជើងទេបាទតើអ្នកមិនដែលឮពាក្យស្លោកនេះទេមនុស្សដែលគ្មានអ្វីត្រូវបាត់បង់មិនខ្លាចអ្នកដែលមានអ្វីទេដូច្នេះដោយមានមនុស្សច្រើននៅលើផ្លូវមានតែខ្ញុំទេដែលហ៊ានជួយជាងលីសៀតើខ្ញុំមើលទៅងាយនឹងបញ្ឆោតអីចឹងអ្នកស្អាតណាស់តើអ្នកញ៉ាំបាយហើយឬនៅចាំនៅទីនេះតើខ្ញុំមិនបានប្រាប់អ្នកឲ្យចាំក្នុងផ្ទះទេខ្លាចអ្នកបំពុលខ្ញុំជាធម្មតាថ្នាំពុលត្រូវដាក់នៅទីនេះចង់សាក់លេងមើលវាមិនមានថ្នាំពុលទេសាក់ម្ដងទៀតឥឡូវធ្វើអីខ្ញុំនឹងចេញទៅមុនខ្ញុំនឹងមិនរំខានអ្នកនៅទីនេះទេអ្នកពូកែណាស់អ្វីដែលខ្ញុំពូកែមិនមែនតែធ្វើម្ហូបទេគូយីសេងអ្នកកំពុងតែឈឺថ្កើងឡើងមុខសម្រាប់អ្វីដែលខ្ញុំត្រូវការគឺអ្នកខ្ញុំនឹងឈប់លេងសើចជាមួយអ្នកហើយញ៉ាំបាយទៅតាក់ខ្ញុំចុះខ្ញុំអាចលាងខ្លួនឯងបានជើងខ្ញុំគ្រាន់តែឈឺប៉ុន្តែដៃខ្ញុំមិនអីទេជើងអ្នកមិនអាចសាំបានទេខ្ញុំនឹងកាន់អ្នកពេលអ្នកលាងតាមពិតទៅការងូតទឹកនេះមិនចាំបាច់តតែសោះប៉ុន្តែខ្ញុំចង់អ្នកមុនឬខ្ញុំមិនដោះសម្លៀកបំពាក់ទេវាមិនមែនថាខ្ញុំមិនធ្លាប់ឃើញអ្នកទេមិនបាច់ខ្មាស់ទេនោះខុសគ្នាអ្វីយ៉ាងណាក៏ដោយអ្នកមានតែបុរសម្នាក់គឺខ្ញុំរងចាំនៅទីនេះសម្រាប់ខ្ញុំនឹងទៅបើកទឹកនៅឈឺទេនិយាយបែបណាខ្ញុំមានន័យថារបួសអ្នកគិតអីហ្នឹងពិតណាស់ខ្ញុំដឹងថាវាជារបួសអ្នកជើងអ្នកមិនទាន់ជាសេះស្បើយទេហើយអ្នកចង់ដើរទៀតគេងមុនទៅអ្នកតើអ្នកអាចនៅជាមួយខ្ញុំបន្តិចបានទេមានរឿងអីស្រាប់តែខ្ញុំមិនចង់នៅម្នាក់ឯងទេខ្លាចហើយអូខេខ្ញុំនឹងនៅជាមួយអ្នកខ្ញុំមិនខ្លាចទេវាគឺតែខ្ញុំខ្លាចជាមនុស្សលោភលន់លោកជីវយើងបានពិនិត្យហើយពួកគេជាសមាជិកក្រុមក្មេងទំនើងជិះម៉ូតូ2នាក់ដែលជាអ្នកប្រព្រឹត្តបទល្មើសជាប្រចាំអានីតិជនអ្នកទាំងពីរសុទ្ធតែមានទំនាក់ទំនងគ្រួសារខ្លះដោយសារគ្រួសាររបស់ពួកគេមិនអាចបង្រៀនពួកគេបានត្រឹមត្រូវដូច្នេះបញ្ជូនពួកគេចូលហើយឲ្យពួកគេកែខ្លួនឲ្យបានត្រឹមត្រូវហើយក៏ស៊ើបអង្កេតអំពើខុសច្បាប់ទាំងអស់ដែលពួកគេបានធ្វើពីមុនស៊ើបអង្កេតឲ្យបានហ្មត់ចត់បញ្ជូនលទ្ធផលទៅឲ្យព្រះរាជអាជ្ញាបាទលោកជីវជាងលីសៀបើកទ្វារខ្ញុំដឹងថាអ្នកនៅក្នុងនោះបើកទ្វារឥឡូវនេះជាងលីសៀបើកទ្វារខ្ញុំត្រូវការចូលទៅខ្ញុំជាប្តីរបស់អ្នកបើកទ្វារឥឡូវនេះ
តាអ្នកនឹងចាក់ចេញដោយខ្លួនឯងវាឲ្យខ្ញុំឲ្យគេសែងអ្នកចេញគួយអីជេងតាអ្នកគ្មានខ្មាស់គេទេចូលទៅក្នុងផ្ទះអ្នកដតីដោយស្ងាត់កណ្ដាលយកមកលួចប្រពន្ធខ្ញុំលោកលូតាអ្នកភ្លេចហើយអ្នកបានលែងលេះគ្នាហើយទេយើងមិនទាន់លែងលេះគ្នាទេជាងលីស៊ីនៅតែជាប្រពន្ធខ្ញុំហេតុអីអ្នកនៅក្រៅចូលទៅក្នុងរឿងនេះមិនតាក់ទងនឹងអ្នកទេសៀខ្ញុំខុសហើយសៀស៊ីអីយើងបានលែងលះគ្នាហើយពីនេះទៅគុំអសុរោះអ្នកគួរហៅខ្ញុំថាកញ្ញាជាងពេលខ្ញុំមានអារម្មណ៍ល្អខ្ញុំអាចនឹងឆ្លើយតបអ្នកដូច្នេះហើយយើងបានរៀបការគ្នានេះជារបៀបដែលអ្នកប្រព្រឹត្តចំពោះខ្ញុំទេអញ្ចឹងតើអ្នកចង់ឲ្យខ្ញុំធ្វើអីបោះអ្នកនឹងជាងយូខាន់ចូលបន្ទប់កូនក្រមុំខ្ញុំដឹងហើយអ្នកខឹងដោយសារតែខាន់ដូច្នេះហើយបានជាអ្នកខឹងនឹងខ្ញុំរឿងនេះរវាងនាងនិងខ្ញុំកុំជ្រៀតជ្រែកខ្ញុំនឹងដោះស្រាយវាមិនប៉ះពាល់ដល់យើងទេតើអ្នកពិសាស្រាខ្លាញ់មែនទេខ្ញុំនឹងចេញទៅនិយាយជាមួយគាត់សូមឲ្យខ្ញុំដោះស្រាយរឿងនេះអ្នកមករំខានខ្ញុំពាក់កណ្ដាលយប់ខ្ញុំធ្វើនេះដោយគោរពលោកតាលូនោះហើយជាមូលហេតុដែលខ្ញុំមិនបានហៅប៉ូលីសអ្នកគួរតែចេញពីទីនេះឥឡូវនេះជាងលីស៊ីកុំភ្លេចយើងនៅមានរយៈពេល1ខែនៃការរងចាំការលែងលះបន្ទាប់ពី1ខែប្រសិនបើខ្ញុំមិនយល់ព្រមអ្នកនឹងមិនអាចលែងលះបានទេហេតុអ្វីបានជាគាត់ចង់ឈឺខ្លួនអីចឹងនៅក្នុងផ្ទះកុំចេញមកនិយាយអ្វីដែលអ្នកចង់និយាយមកខ្ញុំនេះជារឿងរវាងខ្ញុំនិងប្រពន្ធរបស់ខ្ញុំវាគ្មានទំនាក់ទំនងជាមួយអ្នកទេខ្ញុំប្រាប់អ្នកវាមានទំនាក់ទំនងជាមួយខ្ញុំលូចៅលិននៅទីនេះជាមួយខ្ញុំជាងលីសៀតើអ្នកអាចអាក្រក់អីចឹងទេអ្នកបានលែងលះគ្នាហើយហេតុអ្វីអ្នកនៅតែលបួងគាត់ជាងយូខាន់ខ្ញុំស្នើឲ្យអ្នកគួរសមជាមួយខ្ញុំបើមិនដូច្នោះទេប្រសិនបើខ្ញុំខឹងខ្ញុំអាចបដូរចិត្តអ្នកដឹងទេរឿងរងចាំការលែងលះនេះអ្នកមិនអាចបដូរចិត្តបានទេវាអាស្រ័យលើអាកប្បកិរិយារបស់អ្នកតើអ្នកចង់ឲ្យខ្ញុំធ្វើអីក្នុងនាមជាស្រីកំណានអ្នកពិតជាគួរឲ្យអាម៉ាស់បើអ្នកមិនអាចគ្រប់គ្រងបុរសរបស់អ្នកបានខ្ញុំមិនខ្វល់ទេក្នុងការរកឲ្យអ្នកបងស្រីដែលមានសមត្ថភាពជាងអ្នកណែណាមិនទាន់ស្លាប់ទេហេតុអ្វីបានជាអ្នកនៅតែមករកគាត់ពេលនេះពិភពលោកទាំងមូលដឹងហើយអ្នកទាំងពីរលែងលះគ្នារួចហើយអ្នកមកធ្វើអ្វីនៅទីនេះចេញទៅសម្លាញ់កុំបែបនេះអីយើងនឹងរៀបការក្នុងពេលឆាប់នេះម្ដាយខ្ញុំនឹងទៅគ្រួសារលូនៅថ្ងៃស្អែកដើម្បីនិយាយជាមួយតាចាស់អំពីពិធីមង្គលការរបស់យើងអ្នកណាជាប្តីរបស់អ្នកកុំហៅខ្ញុំបែបនោះគូយីសឹងអ្នកកំពុងធ្វើអីខ្ញុំព្រួយបារម្ភពីជើងដែលរបួសរបស់អ្នកនឹងហើយជាមូលហេតុដែលខ្ញុំមិនប៉ះអ្នកប៉ុន្តែពេលឃើញអ្នកមានកម្លាំងខ្លាំងអាចធ្វើអ្វីដែលមានប្រយោជន៍វិញជាងយូខានហ៊ានវាខ្ញុំអីគាត់បានដើរមួយដៃអ្នកអាចរំខានគំនិតនៅពេលដូចនេះខ្ញុំស្មានថាខ្ញុំមិនទាន់ឧស្សាហ៍គ្រប់គ្រាន់ទេអ្នកចាត់ទុកខ្ញុំដូចកូនក្មេងមែនទេនេះគឺវាជាផ្លូវការឡាវលីខ្ញុំបាននឹកថាអ្នកនៅតែចង់ណែនាំកូនស្រីរបស់អ្នកទៅ Master Ning ពាក្យចាមារាមគ្រាន់តែពាក្យចាមារាមស្គមដូចឈើដូចជានាងមានចំនួននឹងអាហារអ្នកនាំនាងមកវិញវាមានចាស់មានអ្នកឯកទេសអាហារូបត្ថម្ភនេះច្បាស់គ្រប់គ្រាន់ទេច្បាស់ដោយផ្អែកលើអាយុរបស់ Master Ning វាមិនអាចជាកូនស្រីរបស់គាត់ទេក៏មិនមែនជាសត្វចិញ្ចឹមព្រោះសត្វចិញ្ចឹមមិនបរិភោគនៅទោសឈប់លូចាវលីនដំណើរការយ៉ាងម៉េចដែរកាលពីយប់មិញជាងយូខាន់បានត្រឡប់ទៅគ្រួសារជាងហើយបង្ករឿងគ្រួសារជាងព្រឹកនេះបានទៅគ្រួសារលូបើពួកគេរៀបការពិតចាំរៀបចំអំណោយធំមួយបាទប៉ុន្តែលោកតាលូទើបតែចេញពីមន្ទីរពេទ្យនាងតែងតែមានកតញ្ញូតាធម៌ចំពោះលោកតាលូដូច្នេះនាងពិតជាមិនឈោមមើលដោយមិនធ្វើអ្វីឡើយទៅមើលសិនសៀសៀឪពុកអ្នកបាននាំសេងយូពីងនិងម្ដាយនាងទៅគ្រួសារលូដោយនិយាយថាពួកគេនឹងបង្ខំឲ្យរៀបការពួកគេហ៊ានរំខានតាលូទេលោកតាលូ
កូនស្រីខ្ញុំបាននៅជាមួយចៅប្រុសរបស់លោកដូចនេះលោកគួរតែឲ្យនាងយ៉ាងហោច ល្បិចអ្វីដែលអ្នកលេងដោយខ្លួនឯងតើខ្ញុំត្រូវការបញ្ជាក់វាទេអ្នកចង់បានងារលោកលូចាស់អ្វីដែលអ្នកនិយាយគឺលំអៀងបន្តិចវាជាការព្រមព្រៀងគ្នាទាំងសងខាងមិនមែនយើងកាន់កាំបិតដាក់លើកញ្ចឹងរបស់ស្វាលីនទេលើសពីនេះទៅទៀតស៊ីយ៉ាស្ម័គ្រចិត្តដល់ខ្លួនវិញស្វាលីនត្រូវតែផ្ដល់ការពន្យល់ដល់កេនរបស់យើងជាងវ៉ាន់ឆេងហ៊ាននិយាយពីស៊ីយ៉ាទេស៊ីយ៉ារងទុកច្រើនណាស់នៅគ្រួសារអ្នកតើអ្នកធ្លាប់ខ្វល់ពីនាងទេនោះជារឿងហួសហើយកុំនិយាយពីវាទៀតថ្ងៃនេះយើងមកពិភាក្សាអំពីពិធីមង្គលការរបស់កេននិងស្វាលីនចឹងលែងនិយាយទៀតទៅគ្រួសារលូយើងមានស្តង់ដារយើងមិនទទួលស្ត្រីបែបនេះទេឡចឹងខ្ញុំទៅប្រាប់អ្នកសារព័ត៌មានយើងអាចដុតស្ពានទាំងអស់បានគ្រួសារជាងយើងមិនមែនជាអ្នកថ្កើងថ្កានដូចគ្រួសារលូអ្នកទេមើលអ្នកណាអាម៉ាស់ជាងតើលោកខ្ញុំជាមនុស្សបែបណាមិនសំខាន់ទេសំខាន់ត្រង់ចៅប្រុសរបស់លោកចូលចិត្តខ្ញុំគាត់មិនអាចទុកខ្ញុំចោលបានទេខ្មាស់គេណាស់ដុំចាស់តើអ្នកស្ដីឲ្យអ្នកណាប្រយ័ត្នមាត់តើតាលូជាមនុស្សមិនចេះស្ដាប់ហេតុផលអញ្ចឹងសុំទោសតាស៊ីយ៉ាជាងលីស៊ីឈួតហើយឬលែងម្ដាយចង់ឯងឥឡូវម៉ាក់លែងម៉ាក់ខ្ញុំឯងឈួតហើយធ្វើអីដាក់កាំបិតចុះសុំទោសខ្ញុំនឹងសុំទោសសូមមេត្តាទទួលហើយអត់ទោសខ្ញុំផងចេញទៅតើអ្នកកំពុងនិយាយអ្វីអ្នកនឹងគ្រូសាលូលែងមានទំនាក់ទំនងទៀតហើយឥឡូវនេះអ្នកគ្រាន់តែជាអ្នកខាងក្រៅទៅផ្ទះវិញឥឡូវនេះអ្នកណាថាសៀជាអ្នកខាងក្រៅចាប់ពីថ្ងៃនេះទៅនាងជាចៅស្រីចិញ្ចឹមរបស់ខ្ញុំគ្រូសាលូជាផ្ទះរបស់នាងលែងលេះគ្នាហើយនាងមិនចេះនៅឆ្ងាយហេតុអ្វីបានជានាងត្រូវបានអ្វីដែលល្អទាំងអស់តាបាទជាងលីសាការជាប្អូនស្រីរបស់អ្នកបានបំផ្លាញពិធីមង្គលការរបស់នាងតើអ្នកមិនខ្លាចផលវិបាកទេចាំមើលព្រះមិនលើកលែងអ្នកទេបើព្រះពិតជាមានមែនទ្រង់នឹងទៅរកគ្រួសារជាងជាមុនសិនតើអ្នកកំពុងធ្វើអ្វីនៅទីនេះរបួសអ្នកបានជាសះស្បើយហើយអ្នកមិនគួរចូលរឿងនេះទេប៉ុន្តែតែងតែមានមនុស្សប្រហើនតែក្លាហានមករករឿងអ្នកម្ចាស់ជីវយើងមិនបានធ្វើអ្វីទេកូនស្រីខ្ញុំត្រូវគេបង្កាច់បង្ខូចយើងគ្រាន់តែមកដើម្បីយុត្តិធម៌ប៉ុណ្ណោះម្ចាស់ជីវប្អូនស្រីខ្ញុំពូកែខាងសម្ដែងកុំឲ្យនាងបញ្ឆោតអ្នកឲ្យសោះបាទខ្ញុំនៅទីនេះខ្ញុំមានអ្វីមួយសម្រាប់តាចាស់លូគាត់មិនព្រមលែងលេះអញ្ចឹងឲ្យថ្នាំខ្លាំងដល់គាត់បង្ខំឲ្យគាត់លែងលេះតើវាដំណើរការទេនេះជារបៀបដែលខ្ញុំបានឈ្នះចិត្តឪពុករបស់អ្នកកាលពីពេលនោះប្រាប់ខ្ញុំមើលថាតើវាដំណើរការទេធ្វើតាមអ្វីដែលម៉ាក់និយាយអ្នកបានដាក់មីក្រូហ្វូនក្នុងផ្ទះខ្ញុំលើកមុនខ្ញុំទៅជួយសង្គ្រោះអ្នកពេលខ្ញុំស្វែងរកក្នុងអចលនទ្រព្យខ្ញុំបានទុកអ្វីមួយដោយចៃដន្យហើយឥឡូវនេះវាមានប្រយោជន៍ទេមិនអាចទេវាคล้ายត្រូវវាคล้ายបានកែច្នៃកាលពីពេលនោះទេលោកគ្រូខ្ញុំមិនបានធ្វើទេស្ត្រីឲ្យដើម្បីអ្នកខ្ញុំស៊ូទ្រាំនឹងភាពអាម៉ាស់ដែលមានប្រពន្ធនឹងស្រីឆ្នំហើយខ្ញុំបានអ្វីខ្លះស្ត្រីឲ្យអញបោកប្រាស់ខ្ញុំអស់រយៈពេលប៉ុន្មានឆ្នាំនេះហើយម៉ាក់ខ្ញុំនឹងសម្លាប់ឯងស្ត្រីឲ្យប៉ាហេតុអ្វីបានជាលោកឪពុកស្ដាប់តាមគេពាក្យញុះញង់ពី3ម៉ាត់ហើយមិនទុកចិត្តម៉ាក់ឯងក៏ចេញទៅឯងដូចម្ដាយឯងដែរទាំងពីរនាក់មិនល្អទេលោកតាឡូសូមចាត់ទុកថាយើងមិនបានមកថ្ងៃនេះទេលោកគ្រូជាងលីសាសុទ្ធតែជាកំហុសរបស់ឯងឥឡូវស្កប់ចិត្តហើយឬមិនអាក្រក់ទេម៉ាក់
តាខ្ញុំពិតជាសុំទោសដែលមានរឿងអាស្រូវនៅផ្ទះខ្ញុំសុំទោស មិនមែនកំហុសអញទេបន្ទោសតែចៅប្រុសខ្ញុំវិញខ្ញុំទទួលស្គាល់សៀស៊ីជាចៅស្រីរបស់ខ្ញុំរួចហើយសៀស៊ីមានគ្រួសារលូគាំទ្រនៅពីក្រោយចាប់ពីពេលនេះទៅបើអញធ្វើបាបនាងខ្ញុំមិនទុកឯងរួចខ្លួនទេកុំបារម្ភតាល្អតាអ្នកបម្រើបានទូរស័ព្ទប្រាប់ខ្ញុំថាគ្រូសាជាងមករករឿងពួកគេនៅណាចុងក្រោយអញក៏សម្រេចចិត្តត្រឡប់មកវិញហើយតាខ្ញុំផឹកស្រវឹងពេកកាលពីយប់មិញលុតជង្គង់ចុះតាយើងមកដល់ហើយវាមិនស្រួលសម្រាប់លោកតាធ្វើសកម្មភាពទេយើងនឹងចាក់ចេញមុនសិនសៀសៀកុំទៅចាំហើយអ្វីគាត់ក៏ហៅលោកតាថាតាដែរលុតឲ្យបានត្រឹមត្រូវលុតបន្តទៀតមើលខ្ញុំសម្ដែងទេពកសតើអ្នកកំពុងធ្វើអ្វី សូមឲ្យខ្ញុំមើលរបួសរបស់អ្នក ខ្ញុំបានប្រាប់អ្នកថាខ្ញុំមិនអីទេ បើអ្នកចង់ប្រយុទ្ធគ្រាន់តែហៅខ្ញុំអ្នកណាប្រាប់អ្នកឲ្យរត់មកទីនេះទៅមន្ទីរពេទ្យគឺលោកជីវ ទេពិតជាមិនចាំបាច់ទេ បន្ទាប់មកតាក់ទងគ្រូសាគោក្រុមគ្រូពេទ្យ ទៅមន្ទីរពេទ្យអ៊ីសេងអ្នកមកផ្ទះញ៉ាំបាយថ្ងៃទេ មិនត្រឡប់ទៅវិញទេខ្ញុំកំពុងនាំនរណាម្នាក់ក្មេងស្រីដែលជួយលោកយាយឆ្លងផ្លូវទៅមន្ទីរពេទ្យដើម្បីពិនិត្យរបួសរបស់នាង អញ្ចឹងនាងមិនអីទេ នាងមិនល្អទេ ទោះបីខ្ញុំមិនទាន់ចូលចិត្តនាងខ្លាំងក៏ដោយប៉ុន្តែរបៀបដែលនាងវាយបរោះនោះដោយការបូបរបស់នាងធ្វើឲ្យខ្ញុំនឹកឃើញខ្លួនឯងកាលពីមុនអញ្ចឹងបន្ទាប់ពីអ្នកទៅមន្ទីរពេទ្យរួចនាំនាងត្រឡប់មកញ៉ាំបាយល្ងាចវិញ អូខេខ្ញុំនឹងសួរនាងម៉ាក់ខ្ញុំចង់ឲ្យខ្ញុំនាំអ្នកទៅញ៉ាំបាយល្ងាចបើអ្នកមិនចង់ទៅគ្រាន់តែបដិសេធអ្នកពិតជាកូនប្រុសដែលភ្លេចម្ដាយពេលមានប្រពន្ធអ្នកស្រីគូស្អាតនិងមានចិត្តល្អវីរជននិងមានស្មារតីនាងមានស្មារតីយុត្តិធម៌ហើយមិនខ្លាចកម្លាំងអាក្រក់ការអញ្ជើញរបស់នាងតើខ្ញុំអាចបដិសេធបានយ៉ាងដូចម្ដេចវាជាកិត្តិយសរបស់ខ្ញុំសួរនាងអ្វីដែលនាងចូលចិត្តញ៉ាំខ្ញុំនឹងចម្អិនដោយខ្លួនឯង ម៉ាក់ខ្ញុំប្រាប់ឲ្យសួរអ្វីដែលអ្នកចង់ញ៉ាំ សូមប្រាប់អ្នកស្រីគូតារាបណានាងចម្អិនខ្ញុំនឹងចូលចិត្តវាប្រាប់នាង ម៉ាក់ខ្ញុំ យល់ហើយមីងអូ ជាងលីសៀខ្ញុំមិនដឹងទេទេពកោសល្យនេះរបស់អ្នកក្នុងការតាក់ទាញមនុស្សល្អជាងនៅលើក្រោយទៅទៀត ខ្ញុំគ្រាន់តែកំពុងតាក់ទាញម្ដាយអ្នកគ្រាន់តែឲ្យអ្នកមិនស្ថិតក្នុងស្ថានភាពលំបាកអ្នកគួរតែដឹងគុណមិនមែនមកលេងសើចខ្ញុំទេ ជាមួយខ្ញុំអ្នកមិនចាំបាច់ធ្វើឲ្យអ្នកណាម្នាក់ពេញចិត្តទេ ប៉ុន្តែវាជាម្ដាយអ្នកផ្ទាល់បាននិយាយថានាងជាម្ដាយខ្ញុំដូច្នេះអ្នកមិនចាំបាច់ធ្វើអ្វីសម្រាប់នាងទេនាងខ្ញុំគឺគ្រប់គ្រាន់ហើយ អញ្ចឹងអ្នកនឹងធ្វើឲ្យខ្ញុំខូចច្រើនខ្ញុំនឹងអាចធ្វើអ្វីក៏បាន អូបើមេឃធ្លាក់ខ្ញុំនឹងទប់វាឡើងបន្ទាប់មកអ្នកតើពេលណាអ្នកនឹងធ្វើឲ្យវាផ្លូវការ គូជូដ៏អស្ចារ្យក្តីស្រមៃរបស់ស្ត្រីជាច្រើននៅរាជធានីវត្ថុនៃសេចក្តីប្រាថ្នាប៉ុន្តែបានជ្រើសរើសស្ត្រីដែលធ្លាប់រៀបការពីមុនបើពាក្យនេះចេញផ្សាយអ្នកណានឹងជឿ មតិរបស់អ្នកដទៃហេតុអ្វីខ្ញុំត្រូវខ្វល់ ពីមុនខ្ញុំក៏គិតដូចនេះដែរប៉ុន្តែឥឡូវខ្ញុំគ្រាន់តែចង់ការពារអ្នក ទុកវាឲ្យខ្ញុំ តើអ្នកមិនគិតថាវាច្រើនពេកទេខ្ញុំនឹងចូលទៅមុនសុំទោស ឈីងយ៉ាងអនុវត្តផែនការដែលខ្ញុំទើបតែរៀបរាប់ហេតុអ្វីបានជាយូរម្ល៉េះលេខដែលអ្នកទូរស័ព្ទទៅត្រូវបានបិទ
ឈីងយ៉ាងទាញយកការឃ្លាំមើលមន្ទីរពេទ្យទាំងអស់ភ្លាមបិទច្រកចេញទាំងអស់យល់ហើយវាទាំងអស់ដោយសារតែអ្នកខ្ញុំបានបាត់បង់អីចេងបាត់បង់តំណែងជាកូនស្រីរបស់គ្រូសាគូជាងលីសៀខ្ញុំក៏មិនអោយអ្នករួចផុតដែរលបែងនេះមិនសប្បាយទេតាស់នាងឡើងចេងស៊ីឯងនឹងបំផ្លាញខ្លួនឯងដើម្បីបរិះម្នាក់ទេគ្រាន់តែចង់ឲ្យគេចាប់ដាក់គុកជាងលីសៀតើអ្នកមិនមែនជាអ្នកចូលចិត្តលួចបរិះទេមើលខ្ញុំបានរៀបចំបរិះទាំងនេះសម្រាប់អ្នកយប់នេះយើងមានពេលច្រើនសម្រាប់អ្នករីករាយជាមួយពួកគេយឺតមកក្រោកឡើងបញ្ឈប់ពួកគេទេកុំចូលមកចិត្តយកដៃខ្វក់របស់អ្នកចេញពីខ្ញុំឈប់ខ្ញុំថាឈប់ដាក់កាំបិតចុះឥឡូវនេះខ្ញុំនឹងទុកជីវិតអ្នកគោអីចេងខ្ញុំស្រឡាញ់អ្នកខ្លាំងណាស់ហេតុអ្វីបានជាអ្នកជ្រើសរើសស្ត្រីម្នាក់នេះខ្ញុំនឹងបំផ្លាញនាងតើអ្នកនឹងជ្រើសរើសខ្ញុំទេតើពិតជាយឺតពេលហើយមែនទេយឺតពេលប្រាប់គាត់ខ្ញុំគោអីចេងមើលឲ្យច្បាស់តើខ្ញុំជានរណាសំទោសលោកស្រីវាជាបញ្ជារបស់ម្ចាស់ជីវ៉ាគ្មាននរណាម្នាក់ត្រូវបានអនុញ្ញាតឲ្យចូលទៅជិតកូនស្រីម្ចាស់ឡើយកុំសម្លាប់ខ្ញុំលោកជីវខ្ញុំដឹងថាខ្ញុំខុសហើយបើលោកមិនសម្លាប់ខ្ញុំទេខ្ញុំនឹងព្រមតាមគ្រប់លក្ខខណ្ឌលោកជីវចិញ្ចឹមវាទាំងអស់ឲ្យនាងបាទលោកជីវខ្ញុំមិនស៊ីទេក្អកគ្រូសាចិនខ្សែថនហើយទេមិនអាចទេបើអ្នកហ៊ានប៉ះនាងខ្ញុំនឹងឲ្យគ្រូសាអ្នកទាំងមូលសងបំណុលដៃទាំងពីររបស់នាងតើមិនចូលចិត្តប្រើកាំបិតទេដូច្នេះកាត់ម្រាមដៃនាងម្ដងមួយបាទលោកជីវជួយទេសូមកុំមកចិត្តខ្ញុំនឹងឲ្យលុយអ្នកខ្ញុំមានលុយច្រើនទេឈប់តើអ្នកណានាំអ្នកមកតើអ្នកខ្លាចទេឥឡូវនេះមិនអីទេនឹងហើយខ្ញុំនឹងនាំអ្នកទៅផ្ទះឈិងយ៉ាងតោះទៅមានរឿងអីគូអីចេងខ្ញុំបានហៅប៉ូលីសហើយតើអ្នកពិបាកចិត្តទេការចាប់ជំរិតការប៉ុនប៉ងធ្វើឃាតគ្រប់គ្រាន់ដើម្បីដាក់នាងក្នុងគុកអស់មួយជីវិតម៉ាក់ខ្ញុំបញ្ជូនអ្នកមកអ្វីដែលម៉ាក់អ្នកនិយាយគឺពិតនេះគឺជារាជធានីមិនថាអ្នកមានអំណាចប៉ុណ្ណាក៏ដោយអ្នកត្រូវតែគោរពច្បាប់ការលះបង់ខ្លួនឯងចំពោះមនុស្សដូចនាងមិនសមទេនាងធ្វើបាបអ្នកបែបនោះមិនទុកស្លាកស្នាមអ្វីលើនាងហើយគ្រាន់តែបញ្ជូននាងចូលនាងរួចខ្លួនងាយពេកប៉ុន្តែបើគ្មានគាត់ទេខ្ញុំមិនបានដឹងរឿងមួយទេអីគូអីចេងខ្ញុំពិតជាចូលចិត្តអ្នកណាស់និយាយម្ដងទៀតមើលខ្ញុំពិតជាចូលចិត្តអ្នកណាស់
តើអ្នកណាឲ្យប៉ូលីសយើងគឺជាពួកគេការប៉ុនប៉ងធ្វើឃាតនិយាយម្ដងទៀតមើល ខ្ញុំចូលចិត្ត មិនអីទេរាងកាយរបស់ខ្ញុំក៏ជាផ្នែករបស់ខ្ញុំដែរ ខ្ញុំបានប្រាប់ឯងថាខ្ញុំនឹងញ៉ាំនៅផ្ទះមុនពេលត្រឡប់មកវិញយកព្រមដាក់ទូរស័ព្ទទៅយីចេងឯងមកដល់ផ្ទះមិនទាន់1ម៉ោងទេហើយគាត់បានទូរស័ព្ទ3ដងហើយនោះហើយថាគាត់ជាមនុស្សស្អិតមែនទេ បងសម្លាញ់ឯងចង់បានសមុទ្រត្រីសមុទ្រឬសម្លឹងឈូកជាមួយសាច់ជ្រូក ឯងសម្រេចចិត្តកុំរំខានខ្ញុំជាមួយរឿងតូចទាំងនេះ អញ្ចឹងយើងយកសម្លឹងសាច់ជ្រូកសៀនៅទីនេះនិយាយលេងជាមួយម៉ាក់ទៅបាយនឹងរួចឆាប់ យល់ព្រមម៉ាក់អូនដូចជាព្រះនាងស៊ីត្រឡប់មកព្រានក៏វិញតាំងពីពុកឯងបណ្ដេញសេនយូពីងនិងកូនស្រីគាត់ចេញប្រហែលជាមនសិការរបស់គាត់ធ្វើឲ្យគាត់ភ្ញាក់រលឹកហើយគាត់បានល្អជាមួយខ្ញុំច្រើនជាងមុនប៉ុន្តែវាមិនសំខាន់ទេថាគាត់ប្រព្រឹត្តចំពោះខ្ញុំយ៉ាងណាខ្ញុំមិនចង់រស់នៅក្រោមការគ្រប់គ្រងរបស់គាត់ទៀតទេនោះហើយជាការល្អប៉ុន្មានថ្ងៃមុនសេនយូពីងបាននាំជាងយូខាន់មកលុតជង្គង់អង្វរពុកឯងប៉ុន្តែគាត់មិនព្រមឲ្យពួកគេចូលមកវិញទេគាត់ត្រូវគេសើចចំអកអស់ច្រើនឆ្នាំដោយសារសេនយូពីងនិងកូនស្រីគាត់ហើយក៏ដឹងថាត្រូវគេបោកប្រាស់តើគាត់អាចទ្រាំទ្របានយ៉ាងដូចម្ដេចខ្ញុំមើលថាពួកគេអស់លុយអស់កាក់ហើយឥឡូវជាងយូខាន់ថែមទាំងទៅជួបលូចៅលីនតែមិនបានជួបគាត់ទេសៀពីមុនខ្ញុំខុសហើយខ្ញុំបានធ្វើឲ្យឯងឈឺចាប់ច្រើនណាស់ទុករឿងអតីតកាលឲ្យហួសទៅឯងនិយាយត្រូវហើយខ្ញុំឈួតហើយខ្ញុំរឿងចម្លែកខ្ញុំគិតថាខ្ញុំទៅតែសំលេងគោយីចេងប្រហែលជាវាមិនមែនជាការយល់ច្រឡំទេអ្នកកំពុងធ្វើអ្វីនៅទីនេះតើយើងមិនញ៉ាំនៅផ្ទះទេ តាចង់រងចាំគាត់នឹងមិនញ៉ាំទេរហូតដល់ជាត្រឡប់មកវិញខ្ញុំគ្មានជំរើសក្រៅពីមកយកនាង ដូច្នេះតាជាអ្នកមិនញ៉ាំឬវាជាអ្នក អ្នកដឹងថាហេតុអ្វីខ្ញុំមកនេះ ក្នុងករណីនេះជាត្រឡប់ទៅវិញម៉ាក់ខ្ញុំចេញទៅឥឡូវ ហេតុអ្វីជាចេញទៅមិនមែននាងគិតញ៉ាំអាហារពេលល្ងាចទេ នាងត្រឡប់ទៅវិញដើម្បីមានពេលទំនេរបន្តិច នៅមិនអនុញ្ញាតទេ 3 ខែហើយ ខ្ញុំបានសួរគ្រូពេទ្យសូម្បីតែ3ខែក៏ដោយយើងមិនអាចតឹងពេកទេ អញ្ចឹងអ្នកគ្រាន់តែទន់ភ្លន់បន្តិច ជាកុំលេងសើចនឹងខ្ញុំអ្នកដឹងទេថាខ្ញុំបារម្ភអំពីសុខភាពរបស់អ្នក តើអ្នកមិនបាននិយាយថានឹកខ្ញុំពេលមកដល់ទេ ខ្ញុំគិតពីអ្នកយូរហើយពិតណាស់ខ្ញុំនឹកអ្នកកុំបារម្ភខ្ញុំនឹងទន់ភ្លន់